ខ្ញុំឈ្មោះឈៀនយ៉ាងខ្ញុំបានឆ្លងភពមកហើយឆ្លងភពមកកាន់ពិភពលោកមួយដែលគ្មានព្រះអាទិត្យជារៀងរហូតព្រះអាទិត្យក្នុងពិភពនេះត្រូវបានពួកព្រះស៊ីបាត់ទៅហើយថ្ងៃដែលព្រះអាទិត្យរលាយបាត់ពួកព្រះរាប់មិនអស់បានចុះពីលើមេឃមកកាប់សម្លាប់មនុស្សលោកយ៉ាងសាហាវបច្ចេកវិទ្យារបស់មនុស្សលោកនៅចំពោះមុខពួកព្រះគឺមិនខុសពីកូនក្មេងលេងដាវឈើឡើយមនុស្សមិនអាចសម្លាប់ព្រះបានទេចាប់ពីពេលនោះមកមនុស្សជាតិក៏ធ្លាក់ចូលក្នុងយុគសម័យអវសានរហូតដល់អ្នកដាស់ធម្មពលទី1បានលេចចេញមកទើបដឹងថាអ្នកដាស់ធម្មពលអាចសម្លាប់ព្រះបានក្រោមការដឹកនាំរបស់វីរបុរសដាស់ធម្មពលរាប់មិនអស់មនុស្សលោកបានបង្កើតតំបន់សុវត្ថិភាពដើម្បីទប់ទល់នឹងព្រះចាប់ពីពេលនោះមកក្រៅតំបន់សុវត្ថិភាពពួកព្រះជាអ្នកគ្រប់គ្រងឯក្នុងតំបន់សុវត្ថិភាពអ្នកដាស់ធម្មពលជាអ្នកគ្រប់គ្រងការដាស់ធម្មពលចាប់ផ្ដើមនៅពេលនេះអ្នកដែលអ្នកគ្រូហៅឈ្មោះឡើងមកវាស់ស្ទង់សមត្ថភាពមកអូឈិនយ៉ាងសុំទោសវើយអញមើលអត់ឃើញឯងហ្មងមិននឹកស្មានថាសម្រាមថ្នាក់ទាបចេញពីតំបន់អនិច្ចាដូចឯងក៏ចង់មកដាស់ធម្មពលនឹងគេដែរនឹងចាងហាវលីវិនវិន3ឆ្នាំមកនេះម្ចាស់ដើមនៃរូបរាងមួយនេះស្រឡាញ់លីវិនវិនស្ទើលេបសុខចិត្តឲ្យនាងចាត់ទុកដូចជាសាច់ឆ្កែមួយក្បាលនឹកស្មានមិនដល់នាងបែរជាលួចតាក់ទងជាមួយចាងហាវទៅវិញឈិនយ៉ាងតំបន់អនិច្ចារាប់រយឆ្នាំមកនេះមិនដែលមានអ្នកដាស់ធម្មពលបានទេឯងក៏មិនលើកលែងដែរឆ្កែកាច់មិនពាំងផ្លូវទេវើយឯងទាំងពីរងាកមកឈប់ពីទីនេះធ្វើឲ្យស្អុយខ្យល់អស់ហើយឯងនិយាយស្អីអាសម្រាមចេញពីតំបន់អនិច្ចាហ៊ាននិយាយរបៀបនេះដាក់អញផងអ្នកបន្ទាប់ចាងហាវចាត់ទុកថាឯងសំណាងចោះចាំវាស់ស្ទង់ចប់ចាំអញចាត់ការឯងថ្នាក់គឺថ្នាក់ហ្មងតំបន់សុវត្ថិភាពយើងប៉ុន្មានឆ្នាំហើយដែលគ្មានអ្នកបានថ្នាក់នោះថែមទាំងជាធម្មពលរន្ទះដែលខ្លាំងបំផុតទៀតព្រះឲ្យអ្នកខ្លាំងថ្នាក់បើមានរាប់មិនអស់ទៅហើយតែថ្នាក់រាប់រយឆ្នាំទើបមានម្នាក់ខ្ញុំពិតជាមានសំណាងបានឃើញអ្នកពូកែថ្នាក់អផ្ទាល់ភ្នែកមែនពិតជាធម្មពលថ្នាក់អាមែនហើយជាធម្មពលរន្ទះទៀតចាំងហៅឯងពិតជាមិនធ្វើឲ្យខូចឈ្មោះក្មួយប្រធានចាំងមែនអ្នកបន្ទាប់លីវិនវិនថ្នាក់ម្នាក់ទៀតហើយជាធម្មពលគ្រប់គ្រងរុក្ខជាតិដែលកំមបំផុតទៀតថ្នាក់ម្នាក់ទៀតហើយថ្នាក់ពីរអ្នកក្នុងពេលតែមួយនេះព្រះពិតជាប្រធានពលដល់តំបន់សុវត្ថិភាពយើងមែនពួកយើងមានសង្ឃឹមហើយទីតាលីនិងសង្ហាចាងពិតជាគូស្នេហ៍ស័ក្តិសមគ្នាមែនអនាគតច្បាស់ជាខ្លាយជាអ្នកដឹកនាំកម្ពុជាមិនខានខ្ញុំនឹងវិនវិនកើតមកគឺកំណត់ថាជាមនុស្សអស្ចារ្យហើយចំណែកសម្រាមមួយចំនួនស័ក្តិសមតែនៅកន្លែងសម្រាប់ចោលសម្រាមប៉ុណ្ណោះតោះវាស់ស្ទង់បន្តអ្នកបន្ទាប់ឈិនយ៉ាងចាងហាវនិងលីវិនវិនសុទ្ធតែបានថ្នាក់ចុះឈិនយ៉ាងអាចជាអ្នកទី3ទេដឹងឈិនយ៉ាងមិនមានធម្មពលអ្វីទេឈិនយ៉ាងឯងសំបីតែថ្នាក់ដែលទាបបំផុតក៏អត់មានដែរឃើញទេពួកចេញពីតំបន់អនិច្ចាសុទ្ធតែជាសម្រាមមែនមិនមានធម្មពលមិននឹងអាចទៅរួចពន្លឺពណ៌មាសអំបញ្ញមិញមិនមែនជារឿងធម្មតាទេធម្មពលកម្ចាត់ព្រះកម្រិតសេសអ្នកស៊ីព្រះសមត្ថភាពរំលីព្រះដណ្ដើមអំណាចវិវត្តគ្មានទីបញ្ចប់ខ្ញុំពិតជាដាស់បានធម្មពលកម្រិតសេសមែនអ្នកស៊ីព្រះបងហៅនិយាយត្រូវហើយជាតិកំណើតបានកំណត់គ្រប់យ៉ាងរួចទៅហើយពួកចេញពីអនេថាពិតជាសម្រាមមែនវិនវិនតោះយើងទៅអបអសាទរពួកយើងកុំឲ្យសម្រាមនេះមកបំផ្លាញអារម្មណ៍អីពួកល្ងងធម្មពលរបស់ខ្ញុំលើសពីកម្រិតដែលថ្មនេះអាចវាស់បានទៅទៀតធម្មពលកម្រិតសេសមិនទាន់អាចបញ្ចេញឲ្យគេដឹងទេពេលនេះខ្ញុំគ្មានសមត្ថភាពការពារខ្លួនឡើយបើគេដឹងច្បាស់ជាមានគ្រោះថ្នាក់មិនខានថ្នាក់យើងភាគច្រើនបានដាស់ធម្មពលជោគជ័យថែមទាំងមានកម្រិតដល់ទៅ2អ្នកទៀតថ្ងៃស្អែកសាលានឹងរៀបចំការអនុវត្តនៅក្រៅតំបន់ក្រុមប្រមាញ់របស់ឈឹងហ្វឺងនឹងនាំអ្នកទាំងអស់គ្នាចេញទៅប្រមាញ់ព្រះកម្រិតទាបអ្នកទាំងអស់គ្នាអាចសង្កេតមើលពីរបៀបប្រមាញ់ព្រះកម្រិតទាបបានប្រមាញ់ព្រះធម្មពលរបស់ខ្ញុំគឺអ្នកស៊ីព្រះត្រូវតែស៊ីព្រះទើបអាចវិវត្តបានថ្ងៃស្អែកចេញក្រៅតំបន់សុវត្ថិភាពមិនមែនជាឱកាសបានស៊ីព្រះទេអីខ្ញុំនឹងវិវត្តហើយអ្នកគ្រូអ៊ូនិយាយខុសហើយដឹងថ្នាក់យើងមិនមែនដាស់ធម្មពលបានទាំងអស់គ្នាឯណានៅសល់ម្នាក់ដែលសំបីតែថ្នាក់ក៏គ្មានផងសម្រាប់បែបនេះគ្មានលក្ខណៈសម្បត្តិទៅចូលរួមអនុវត្តទេអាចារ្យហៅចង្រៃឯងចាំមើលចុះអ្នកគ្រូខ្ញុំចាប់អារម្មណ៍ការប្រមាញ់ព្រះនេះណាស់ថ្ងៃស្អែកខ្ញុំនឹងទៅចូលរួមឈិនយ៉ាងឯងមិននឹកខ្ញុំនិយាយទេអីសម្រាប់ចេញពីអនេថាសំបីធម្មពលក៏គ្មានសិទ្ធអីទៅចូលរួមពិតជាគួរឲ្យចង់សាច់មែនឈិនយ៉ាងឯងគ្មានធម្មពលអីទេដើម្បីសុវត្ថិភាពឯងថ្ងៃស្អែកសម្រាប់នៅផ្ទះទៅហាលនៅជាសម្រាប់ត្រូវតែនៅកន្លែងដែលសម្រាប់គួរនៅអ្នកគ្រូអ៊ូច្បាប់សាលាបញ្ជាក់ថាការអនុវត្តនេះគឺសម្រាប់សិស្សទាំងអស់គ្នាមិនមានច្បាប់ណាឃាត់អ្នកគ្មានធម្មពលមិនឲ្យចូលរួមទេអ្នកគ្រូជាគ្រូបង្រៀនមិនគួរណារើសអើងសិស្សបែបនេះសោះឈិនយ៉ាងឯងយកច្រឡំលើអ្នកគ្រូហើយអ្នកគ្រូគ្រាន់តែគិតថាតំបន់អនេថាផ្ទះឯងនៅឆ្ងាយពីសាលាពេកខ្លាចថ្ងៃស្អែកមកប្រមូលផ្ដុំមិនទាន់អ្នកគ្រូមិនបាច់បារម្ភទេថ្ងៃស្អែកខ្ញុំច្បាស់ជាមកបើមិនអញ្ចឹងទេខ្ញុំមិនរុញរាក្នុងការទៅរកនាយកសាលាដើម្បីផ្ទៀងផ្ទាត់ច្បាប់នេះឡើយឯងអ្នកគ្រូអ៊ូបើឈិនយ៉ាងចង់រៀនសូត្រដល់ថ្នាក់នឹងហើយឲ្យវីទៅចូលរួមទៅឈិនយ៉ាងបើឯងចង់ងាប់ដល់ថ្នាក់នឹងអញនឹងសម្រេចបំណងឯងថ្ងៃស្អែកនៅក្រៅក្រុងងាប់ប្រជាជនសាមញ្ញមួយដែលមិនស្គាល់ទាបខ្ពស់ដូចឯងក៏វាជារឿងធម្មតាដែរប្អូនសិស្សសានុសិស្ស
នេះគឺជាប្រធានក្រុមប្រមាញ់ឈ្មោះឈឹងហ្វឺងការចុះអនុវត្តថ្ងៃនេះគឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់គាត់ទាំងស្រុងច្បាប់របស់ខ្ញុំនិយាយតែម្ដងទេចេញក្រៅក្រុងត្រូវតាមក្រុមឲ្យជាប់ហាមដាច់ខាតការដើរផ្ដេសផ្ដាសបាជូព្រះត្រូវរត់យករួចខ្លួនភ្លាមស្ដាប់បានទេចាំងហៅយ៉េងហៅមើលទៅដូចមិនស្រួលទេប្រយ័ត្នបន្តិចទៅឥឡូវចែកជាពីរក្រុមដែរបើវិជូតាក់ទងឲ្យជាប់ឃើញដានពួកទេវតាត្រូវរីការភ្លាមហាមវីប្រហារតាមចិត្តវើយឈប់សិនមេបញ្ជាការខ្ញុំថាយើងគួរតែបែងចែកក្រុមឡើងវិញឈិនយ៉ាងខេនយ៉ាងគ្មានធម្មពលអីទេនៅជាមួយពួកយើងនាំតែទៅជើងទៅដៃទេគេជាមិត្តរួមថ្នាក់ឯងតើព្រោះតែមិត្តរួមថ្នាក់នឹងហើយទើបខ្ញុំបារម្ភពីសុវត្ថិភាពវានោះឈិនយ៉ាងឯងនិយាយខ្លួនឯងមើលឯងជាបន្ទុកគេមែនអត់ឲ្យឈិនយ៉ាងទៅក្រុមខាងទេពធីតាលីទៅមិនចប់រឿងក្រុមខាងនោះមានអ្នកមានធម្មពលច្រើនជាងយើងម្នាក់ដែរនឹងឈិនយ៉ាងសម្លឹងមើលមុខយើងរកអីក្រុមយើងក៏មិនត្រូវការសម្រាមដែរណាបានបើអញ្ចឹងខ្ញុំសុំដើរតែឯងកុំឡប់មេបញ្ជាការម្ដុំនេះនៅគៀកតំបន់សុវត្ថិភាពកងទ័ពយើងបោះសម្អាតញឹកណាស់មិនមានរឿងអីកើតឡើងទេបើឈិនយ៉ាងចង់ទៅឲ្យវាទៅឯងប្រកាសចិត្តទេត្រូវចិត្តខ្ញុំហ្មងល្អឈិនយ៉ាងឯងអាចដើរបានតែម្ដុំវាលនេះទេហាមចូលព្រៃជ្រៅឲ្យសោះយើងនឹងប្រញាប់ត្រឡប់មកវិញបាទចាំងហៅលីវិនវិននេះជាឱកាសដែលពួកឯងប្រគល់ឲ្យអញដល់ដៃហើយចាំមើលចុះពេលអញត្រឡប់មកវិញអញចង់ដឹងណាស់ពួកឯងនៅសើចេញទៀតអត់មេអំបើមកខ្មោចក្នុងសៀវភៅដាក់ថាវាជាពួកទេវតាថ្នាក់ដែលរស់នៅជាហ្វូងម្សៅលើស្លាបវាមានជាតិពោធ្វើឲ្យវង្វេងស្មារតីនិងបង្កើតជារូបភាពបន្លំភ្នែកបានសំណាងហើយមានតែមួយក្បាលបើមកថែមប៉ុន្មានក្បាលទៀតអញច្បាស់ជារក្សាសាច់មួយដុំនេះមិនបានទេត្រឹមថ្នាក់ដែលលមុំយកមកសាកល្បងធម្មពលថ្មីក្រោយពេលអញដាស់ប្រព័ន្ធស៊ីទេវតាហ្មងនេះវាហ្វូងមេអំបើមុខខ្មោចតើស្អីគេអត់មានប៉ះទង្គិចគ្នាផងវាប្រហារស្មារតីតាមរយៈរំញ័រស្លាប់តើចង្រៃការពារមិនទាន់មកវើយគ្រាន់តែជារូបបន្លំភ្នែកទេថ្ងៃនេះអញនឹងចាប់ពួកឯងអាំងឲ្យអស់ហ្មងប្រព័ន្ធពិឃាតទេវតាបើកដំណើរការរកឃើញឯងហើយមិននឹកស្មានថាធម្មពលរបស់ God Eater ក្រោយភ្ញាក់រលឹកគួរឲ្យខ្លាចយ៉ាងនេះសោះហ្មងធ្វើឲ្យមនុស្សធម្មតាដូចជាខ្ញុំអាចកម្ចាត់ពួកទេវតាកម្រិតបានយ៉ាងងាយសមជាធម្មពលពីកំណើតកម្រិត Sesmen វើយចាប់ផ្ដើមរំលាយវាឥឡូវនេះហ្មងទៅប្រព័ន្ធដណ្ដើមបានអំណាចមេអំបៅមុខខ្មោចជោគជ័យឡើងកម្រិត Sequence ទី2កម្រិត Sequence ឡើងលឿនយ៉ាងនេះថែមទាំងទទួលបានអំណាចមេអំបៅមុខខ្មោចទៀតអាចប្រើធម្មពលរបស់វាបានបាត់ទៅហើយតើប្រព័ន្ធធម្មពលកម្រិត2 Violence Fanaticកាយសម្ទាននឹងកើនឡើង100ធម្មពលវីប្រហារលើទេវតាកើនឡើង100ល្បឿននិងប្រតិកម្មកើនឡើងទាំងអស់វីប្រហារលើទេវតាកើន150សំជា sequence កំពូលមែនគឺកើតមកដើម្បីកម្ចាត់ទេវតាហ្មងអ្នកដែលយកទេវតាមកអាំងស៊ីបែបនេះប្រហែលមានតែខ្ញុំម្នាក់គត់ហើយមើលទៅជួយផងតំបន់នេះមិនមែនមានតែទេវតាកម្រិតទាបទេអីមិនបានមកប៉ះពោះថ្លាន់ស្រមោលដែលជាទេវតាកម្រិតមធ្យមចឹងអាថោកទាបយ៉ែងហៅនឹងពេលមានគ្រោះថ្នាក់ហ៊ានយកជីវិតកូនក្រុមមកពន្យាពេលឯងបែរជារត់យកតែរួចខ្លួនចប់បាត់នោះគឺស៊ីវីតាមិនក៏នាងនៅតែឯងអញ្ចឹងមនុស្សថ្នាក់ទាបដូចឯងមានមុខមកស្គាល់អក្សរដែរឆាប់រមៀលទៅគំនោសម្រាមរបស់ឯងវិញទៅវើយពួកឯងធ្វើហួសហេតុពេកហើយឃិនយ៉ាងក៏ជាមិត្តរួមថ្នាក់យើងដែរណាយ៉ាងណានាងក៏ជាមនុស្សល្អដែរគុំអីខ្លាំងកប់ហ្មងនៅក្រោកឈររួចអត់លោកគឺខេងយ៉ាងគាត់មិនទាន់ភ្ញាក់រលឹកធម្មពល sequence ផងនឹងចុះហំបាញ់មិញនឹងជាស្អីគេគាត់សម្លាប់ទេវតាបានតើមិនទាន់ភ្ញាក់រលឹកសោះខ្លាំងប៉ុណ្ណឹងទៅហើយចុះទម្រាំតែភ្ញាក់រលឹកទៀតពួកយើងបានជួបពស់ថ្លាន់ស្រមោលវាជាទេវតាកម្រិតមធ្យមប្រធានក្រុម Chen Wei កំពុងតែប្រយុទ្ធជាមួយវាចំណែកយ៉ាងហៅគេរត់បាត់ហើយខេងយ៉ាងលោកអាចជួយសង្គ្រោះមិត្តរួមថ្នាក់យើងបានទេខ្ញុំដឹងថាលោកខ្លាំងណាស់ទេវតាកម្រិតមធ្យមហាអំបញ្ញមិញខ្ញុំទើបតែស៊ីទេវតាកម្រិតទាបមួយទេពេលនេះនៅក្នុងសាលាប្រហែលជាគ្មានអ្នកណាជាគូប្រកួតខ្ញុំទៀតទេមើលទៅចុះបើបានស៊ីទេវតាកម្រិតមធ្យមមួយទៀតវាមិនកាន់តែខេនយ៉ាងទេវតាកម្រិតមធ្យមនៅខាងនោះ
រែងហៅត្រឡប់មកវិញមកកុំចោលខ្ញុំអីខ្ញុំមិនចង់ស្លាប់ទេខ្ញុំជាអ្នកមាន sequence កម្រិតណាទេខ្ញុំមិនចង់ស្លាប់ទេខ្ញុំជាអ្នកតម្រៀបកម្រិតណាទេឈិនយ៉ាងប្រយ័ត្ននេះជាសត្វទេពកម្រិតមធ្យមខ្ញុំដឹងហើយឈិនយ៉ាងចង្រៃសមជាសត្វទេពកម្រិតមធ្យមមែនស៊ូស្លាប់វើយធម្មពលកម្រិត2ក្លាហានផ្ដាច់ប្រលឹងបើការវាយប្រហារទៅខ្ញុំអាចសម្លាប់សត្វទេពកម្រិតមធ្យមត្រឹមមួយក្បាច់សោះឈិនយ៉ាងឯងយ៉ាងម៉េចហើយមិនអីទេមិនងាយស្លាប់ឡើយឈិនយ៉ាងឯងមានធម្មពលខ្លាំងថ្នាក់នឹងមិនចេញមកឲ្យលឿនជាងនេះឯងខ្លាញ់ធ្វើជាមនុស្សអត់បានការតាចង់ឲ្យខ្ញុំជួបគ្រោះថ្នាក់មែនទេដើម្បីចង់ធ្វើជាវីរបុរសសង្គ្រោះស្រីស្អាតហោះគួរឲ្យខ្ពើមណាស់លីវិនឈិនយ៉ាងទៅតែជួយសង្គ្រោះជីវិតឯងណាគេថែមទាំងរងរបួសដោយសារឯងទៀតបើគេខ្លាំងយ៉ាងនេះគេគួរតែការពារខ្ញុំឲ្យបានល្អតាំងពីដំបូងម្ល៉េះឈិនយ៉ាងខ្ញុំស្ទើរតែស្លាប់ដោយសារឯងហើយដឹងអត់ឥឡូវនេះសុំទោសខ្ញុំភ្លាមមកឲ្យខ្ញុំសុំទោសនាងចុះបើមិនអញ្ចឹងឯងគិតថាគំនិតស្មោកគ្រោកឯងនឹងខ្ញុំមើលមិនដឹងមែនទេមិនមែនចង់ធ្វើវីរបុរសសង្គ្រោះខ្ញុំឲ្យខ្ញុំរំភើបចិត្តហើយបន្តឲ្យឯងនៅក្បែរខ្ញុំទេលីវិនគេទើបតែជួយជីវិតឯងមិនត្រឹមតែមិនអរគុណថែមទាំងមកបន្ទោសគេទៀតជួយខ្ញុំហេជួយខ្ញុំវាមិនមែនជាតួនាទីរបស់គេទេអីឯងឆាប់ជូនខ្ញុំត្រឡប់ទៅតំបន់សុវត្ថិភាពភ្លាមខ្ញុំលែងចង់នៅកន្លែងចង្រៃនេះមួយវិនាទីណាទៀតទេតើគួរលេបត្របាក់សាកសពសត្វទេពនេះដោយរបៀបណាកុំឲ្យពួកនាងដឹងទៅជិនយ៉ាងឯងខ្លងទេអីខ្ញុំជាអ្នកតម្រៀបកម្រិតឯជាសោទ្រូងរបស់តំបន់សុវត្ថិភាពនាពេលអនាគតណាបើខ្ញុំមានរឿងអីឯងទទួលខុសត្រូវរួចទេខ្ញុំបញ្ជាឲ្យឯងជូនខ្ញុំត្រឡប់ទៅវិញភ្លាមលីវិនឯងមានសិទ្ធិអីមកបញ្ជាគេកំពុងរងរបួសយើងត្រូវរងចាំប្រធានក្រុមឈិនហ្វឹងនិងអ្នកផ្សេងសិនឯងបិទមកទៅឲ្យតែឯងជូនខ្ញុំត្រឡប់ទៅវិញដោយសុវត្ថិភាពរឿងឯងបោកប្រាស់ខ្ញុំពីមុនខ្ញុំមិនប្រកាន់ទេហើយអាចនឹងឲ្យឱកាសឯងតាមញ៉ែខ្ញុំម្ដងទៀតក៏ថាបានក្បាលឯងនេះមានបញ្ហាទេដឹងឈិនយ៉ាងឯងឈ្គួតទេអីបានហ៊ាននិយាយបែបនេះដាក់ខ្ញុំឈិនយ៉ាងឯងត្រូវការរបស់នេះមែនទេនេះជាថង់លំហអាចផ្ទុកសាកសពសត្វទេពបានយកទៅអរគុណហើយប្រព័ន្ធកម្រិតតម្រៀបទី3អ្នកប្រមាញ់ដណ្ដើមបានអំណាចពស់ថ្លាន់ស្រមោលដោយជោគជ័យអាវុធលំពេងត្រូវបានបង្កើតពេលប្រើលំពេងធម្មពលវីប្រហារកើនឡើង200គ្រាន់តែស៊ីសត្វទេពពស់ថ្លាន់ស្រមោលនិងមេអំបៅមុខខ្មោចសោះឡើងដល់កម្រិត3បាត់ទៅហើយយកមកឲ្យខ្ញុំមកឲ្យនាងចុះមិនអញ្ចឹងឈិនយ៉ាងសត្វទេពនេះខ្ញុំជាអ្នកតាក់ទាញវាមកណាខ្ញុំប្រាប់ឲ្យអញប្រគល់មកគឺទុកមុខឲ្យអញហើយយកមកនេះយីចង្រៃឈួតមែនឈិនយ៉ាងឈប់ភ្លាមឯងឈិនយ៉ាងនរណាអនុញ្ញាតឲ្យឯងទៅឈិនយ៉ាងអ្នកណាឲ្យឯងទៅបងហាវខ្ញុំដឹងស្រាប់ហើយថាបងមិនបោះបង់ខ្ញុំចោលទេអំបញ្ញមិញបងច្បាស់ជាទៅហៅគេឲ្យមកជួយខ្ញុំមែនទេនរណាជាអ្នកសម្លាប់ពស់ថ្លាន់ស្រមោលនេះគឺឈិនយ៉ាងអ្នកសម្លាប់វាឈិនយ៉ាងភូតមកនេះជាសត្វទេពកម្រិតមធ្យមណាអាសម្រាប់អត់កម្រិតចេញពីតំបន់អនិច្ចាដូចវាមិននឹងអាចសម្លាប់សត្វទេពបានជាអ្នកវាសត្វទេពនេះឲ្យរបួសធ្ងន់មុនតើទៅអាឈិនយ៉ាងបានស៊ីឡាកនឹងត្រូវហើយវិននិយាយត្រូវសត្វនេះត្រូវខ្ញុំវាឲ្យរបួសធ្ងន់ទៅហើយខ្ញុំគ្រាន់តែបារម្ភពីវិនទៅរកគេមកជួយនឹកស្មានមិនដល់ថាអាសម្រាមដូចវាលួចស៊ីឡាកសោះចាំងហៅលីវិនពួកឯងអត់ចេះខ្មាស់គេទេអីម្នាក់រត់ចោលស្រុកម្នាក់ទៀតស្ទើរតែញាប់និយាយពាក្យអស់នេះមិនចេះរេខ្លួនទាំងអេស៊ូយកវៃដល់វិញនិយាយតាំងពីអង្កលអាឈិនយ៉ាងជួយខ្ញុំវាជាអ្នកចង់ជួយខ្លួនឯងតាទោះគ្មានវាក៏បងហៅពិតជាត្រឡប់មកជួយខ្ញុំវិញដែរបងវាងបងលីតាមច្បាប់របស់តំបន់សុវត្ថិភាពសាកសពសត្វទេពដែលប្រមាញ់បានគួរតែបែងចែករួមគ្នាក្នុងក្រុមមែនទេសត្វនេះទោះជាឈិនយ៉ាងអ្នកសម្លាប់មែនតែក្រុមយើងក៏បានចូលរួមប្រយុទ្ធដែរអញ្ចឹងគួរតែមានចំណែកយើងដែរតាណាចាំងហៅនិយាយត្រូវតាមច្បាប់ស្នាដៃដែលសម្លាប់បានក្នុងបេសកកម្មក្រុមត្រូវតែបែងចែកជាក្រុមសត្វទេពមួយនេះឈិនយ៉ាងត្រឹមជាសិស្សគ្មានសិទ្ធិសម្រេចនោះទេបងប្រុសខ្ញុំយល់ថាគួរយកសាកសពនេះទៅតំបន់សុវត្ថិភាពទៅដូរយកលុយហើយចាំបែងចែកតាមស្នាដៃចាំងហៅជាអ្នកតម្រៀបកម្រិតឯគួរតែបានចំណែកធំជាងគេខ្ញុំនិងបងទាំងពីរក៏មានចំណែកដែរចំណែកឯឈិនយ៉ាងត្រឹមជាអត់កម្រិតរស់រៀនមានជីវិតបានក៏សំណាងណាស់ទៅហើយពួកឯងអត់ខ្មាស់សត្វនេះច្បាស់ណាស់ថាឈិនយ៉ាងតស៊ូសម្រាប់តែម្នាក់ឯងពួកឯងមានបានជួយអីខ្លះចាំងហៅរត់បាត់លីវិនដេករងចាំសេចក្តីស្លាប់ពួកឯងទាំងពីរមិនទាំងនៅទីនេះផង
មានសិទ្ធិអីមកទាមទារចំណែកនឹងនិយាយស្ដីឲ្យប្រយ័ត្នមាត់បន្តិចពួកយើងកំពុងអនុវត្តបញ្ជាប្រធានក្រុមឈិនហ្វឹងមកជួយសង្គ្រោះសមាជិកចាត់ទុកជាបេសកកម្មក្រុមហើយសត្វនេះលេចមកក្នុងតំបន់បេសកកម្មគឺជារបស់ក្រុមឥឡូវនេះប្រគល់វាមកភ្លាមសាកសពនេះជារបស់ខ្ញុំបើចង់បានចូលមកដណ្ដើមមកឈិនយ៉ាងខួរក្បាលឯងមានបញ្ហាទេដឹងគិតថាអាសម្រាមស៊ីឡាកដូចឯងអាចយកសាកសពនេះបានមែនទេទុកមុខឲ្យមិនចង់បានឈិនយ៉ាងខិនយ៉ាងបងវាងនិងបងលីគឺជាមនុស្សរបស់ពួកគេទាំងពីរជាអ្នកមានធម៌ពលកម្រិតមានទេពកោសលប្រយុទ្ធកម្ពុជាអញប្រាប់ឯងឲ្យចេះស្គាល់កាលៈទេសៈប្រគល់សាកសពអតិទេពមកបើមិនអញ្ចឹងទេអញមិនខ្វល់នឹងកំទេចស្រមោចដូចជាឯងហើយយកវាដោយខ្លួនឯងទេអាល្អិតអញទុកឱកាសឲ្យឯងម្ដងទៀតប្រគល់សាកសពអតិទេពមកភ្លាមអញប្រាប់ហើយតើបើចង់បានចូលមកដណ្ដើមយកទៅកាលនៅកម្រិត2អញអាចសម្លាប់អតិទេពកម្រិតមធ្យមដោយការវាយតែមួយដៃឥឡូវអញឡើងដល់កម្រិត3ហើយទប់ទល់នឹងកម្រិត2នាក់វាងាយស្រួលដូចបកចេកអញ្ចឹងហេអាប្រកាច់មិនស្គាល់ទៀបខ្ពស់ចង់ងាប់មែនទេមិននឹងអាចទៅរួចអ្នកមានទេពកោសលប្រយុទ្ធកម្រិតបើទាំងពីរអ្នកចាញ់ងាយអញ្ចឹងហោះឈិនយ៉ាងហែងកុំចូលមកអញប្រមានឯងពួនគឺជាប្រធានតំបន់សុវត្ថិភាពបើឯងហ៊ានប៉ះអញគាត់មិនលើកលែងឲ្យអញទេអូអញ្ចឹងហ៎យកវាយតោះទៅនៅទីនេះយូរនាំតែសុយទេអាចង្រៃអាសម្រាមទាំងពីរពួនចិញ្ចឹមពួកឯងទុកធ្វើអីសូម្បីតែអាគ្មានកម្រិតម្នាក់ក៏ចាត់ការមិនបានត្រឡប់ទៅវិញអញនឹងឲ្យពួនកំទេចពួកឯងចោលនៅឈរធ្វើអីទៀតចាប់ពីភ្លាមទៅឈិនយ៉ាងប្រយ័ត្នលីជាលេងនាងភ្លាមហាឈិនយ៉ាងអំបាញ់មិញឯងខ្លាំងណាស់តាហីមិនមែនថានឹងនាំស្រីស្អាតរបស់ឯងទៅទេហីមិនក៏លេងហ៊ានកម្រើកអញ្ចឹងត្រូវហើយអាសម្រាមមកពីតំបន់អនិថាដូចឯងមានសិទ្ធិអីមកដណ្ដើមរបស់ពីបងហៅឥឡូវស្គាល់រឹតបងហៅហើយនៅគុំកម្រើកហ៊ានតែកម្រើកបន្តិចទៀតស្រីស្អាតម្នាក់នេះនឹងរលីមិនខានលេងនាងទៅចង់ឲ្យលេងនាងហោះបានតើឈិនយ៉ាងអង្វរមកលុតជង្គង់អង្វរមកមិនប្រកាសទេបើអញសប្បាយចិត្តអញអាចនឹងលេងនាងសាច់សឹកខ្ចីដូចស៊ូយោវៃបើមានសន្លាក់លើមុខច្បាស់ជាគួរឲ្យស្ដាយណាស់ហើយយូទេនេះក្មេងយើងប្រាប់ឲ្យអញលុតជង្គង់បើមិនអញ្ចឹងទេត្រូវហើយធ្វើតាមវាទៅបើមិនអញ្ចឹងទេអញនឹងចាក់មុខស្រីម្នាក់នេះឲ្យធ្លុះឥឡូវហើយគោលដៅរបស់ពួកឯងគឺអញកុំប៉ះពាល់នាងឈិនយ៉ាងម៉េចមិនទាន់លុតជង្គង់ទៀតឯងមិនបារម្ភពីស៊ូយោវៃទេហីគុំកម្រើកឈិនយ៉ាងឯងគុំកម្រើកឲ្យសោះវើយបើមិនអញ្ចឹងទេដៃអញអាចនឹងឈិនយ៉ាងអញធ្លាប់ប្រាប់ហើយថានៅចំពោះមុខអញឯងមានសិទ្ធតែលុតជង្គង់ប៉ុណ្ណោះលុតជង្គង់ភ្លាមឈិនយ៉ាងអត់ទេកុំអីពួកឯងលេងខ្ញុំមានរឿងអីហ្នឹងគ្រប់គ្នាដកថយទៅកាន់តំបន់សុវត្ថិភាពភ្លាមគឺហ្វុងអាទិទេពលឿនឡើងដកថយភ្លាមទៅលេងឯងទៅងាប់ទៅឈិនយ៉ាងឯងចង់ធ្វើអីអញប្រមានឯងពួកឯងសុំតែស្លាប់នៅរត់រួចទេឈិនយ៉ាងមកពីខ្ញុំទៅបណ្ដោយឲ្យចាំងហាវរត់រួចពួកគេត្រឡប់ទៅវិញច្បាស់ជាមិនលើកលែងឲ្យឯងទេអំបញ្ញមិញឯងគួរតែសម្លាប់ពួកគេកាត់ស្មៅត្រូវដល់ក្រឹសទៅល្អមិនអីទេនៅមានឱកាសស៊ូយោវៃម្នាក់នេះត្រូវចំណូលចិត្តអញណាស់ចូលទៅលឿនឡើងចុះឯងវិញឈិនយ៉ាងឯងយ៉ាងម៉េចហើយឲ្យខ្ញុំមើលរបួសឯងបន្តិចមិនអីទេពួកវាចូលមកមិនបានទេខ្ញុំធូរច្រើនហើយអញជាអ្នកមានធម៌ព្យាបាលមែនទេមែនខ្ញុំបានដាស់ធម៌ព្យាបាលកម្រិតបើតែមិនសូវមានប្រយោជន៍ទេអរគុណហើយណាឯងតែងតែការពារខ្ញុំរហូតខ្ញុំខ្សោយពេកហើយគ្មានប្រយោជន៍អីបន្តិចសោះទេមានប្រយោជន៍ណាស់ឯងទើបតែដាស់ធម៌ពលទេថ្ងៃក្រោយឯងនឹងខ្លាំងមិនខានសម្រាប់សិនទៅចាំខាងក្រៅស្ងាត់ល្អចាំយើងត្រឡប់ទៅវិញមើលនៅគឺឈិនយ៉ាងនឹងស៊ូយោវៃពួកគេអាចត្រឡប់មកវិញបានមិនក៏មានតែអ្នកសមត្ថភាពខ្សោយពីរនាក់នេះត្រឡប់មកវិញចុះអ្នកផ្សេងទៀតឈិនយ៉ាងគឺជាមនុស្សដែលគ្មានធម៌ពលសោះតែម្ដងស៊ូយោវៃឈិនយ៉ាងមិនក៏មានតែពួកឯងពីរនាក់ចុះចាំងហៅនៅណាអ្នកក្រវោក្រុមយើងត្រូវបែកគ្នាហើយពួកឯងចេញទៅជាមួយគ្នាតែបែកជាត្រឡប់មកវិញតែពីរនាក់ចាំងហៅបាត់ខ្លួនបាត់ទៅហើយតើឲ្យខ្ញុំទៅបកស្រាយប្រាប់ប្រធានចាំងយ៉ាងម៉េចអ្នកក្រវោយើងមិនមែនជាអង្គរៈរបស់ចាំងហៅឯណាជើងនៅជាប់ខ្លួនគេតើឲ្យពួកខ្ញុំដឹងថាគេទៅណាឯងគឺឈិនយ៉ាងមែនទេប្រធានចាំងលោកអញ្ជើញមកផ្ទាល់តែម្ដងយល់ថាឯងមកពីតំបន់អនិថាក្នុងប្រវត្តិរូបដាក់ថាគ្មានធម្មពលតើវាពិតមែនទេមែនហើយយ៉ាងម៉េចឯងអាចចេញក្រៅក្រុងសម្រាប់អតិទេពកម្រិតទៀតតែឯងថែមទាំងអាចការពារមនុស្សម្នាក់ចេញពីហ្វូងអតិទេពបានយ៉ាងសុវត្ថិភាពទៀតពិតមែនហ៎ឈិនយ៉ាងដែលជាមនុស្សគ្មានប្រយោជន៍អាចសម្រាប់អតិទេពបានដែរ
មិនអាចទេគេមិនទាន់ដាស់ធម្មពលផងហ្នឹងប្រធានចាងពួកខ្ញុំអាចរស់បានព្រោះតែសំណាងល្អរកឃើញរូងភ្នំលាក់ខ្លួនវាមិនបានបញ្ជាក់ពីអីទេកញ្ញាស៊ូឪពុករបស់នាងនិងខ្ញុំក៏រាប់អានគ្នាដែររឿងយប់នេះធ្វើឲ្យនាងភ័យហើយឆាប់ត្រឡប់ទៅសម្រាប់ចុះចំណែកឯងឈៀនយ៉ាងអញបានបញ្ជូនក្រុមស្វែងរក3ក្រុមចេញទៅក្រៅក្រុងហើយបើពួកគេរកសៀវហាវមិនឃើញទេអញ្ចឹងអញត្រៀមខ្លួនកប់ខ្មោចជាមួយសៀវហាវទៅខ្ញុំកប់ខ្មោចជាមួយគេហ៎តែលើអីឈៀនយ៉ាងអញប្រាប់ពីហេតុការណ៍ពេលនោះឲ្យច្បាស់មកសហការជាមួយការស៊ើបអង្កេតរបស់ប្រធានចាងទៅសម្ដីរបស់ប្រធានចាងស្ដាប់ទៅមិនដូចជាការស៊ើបអង្កេតទេតែដូចជាការទោសខ្ញុំបាត់ទៅហើយសម្ដីបានណាស់តើចាប់វាទៅបន្ទប់ស៊ើបអង្កេតដើម្បីសួរចម្លើយភ្លាមបាទប្រធានអញប្រាប់ឲ្យអញចេះស្គាល់កាលៈទេសៈកុំបង្ខំឲ្យអញប្រើហិង្សាឲ្យសោះចុះបើខ្ញុំមិនព្រមឈៀនយ៉ាងឈួតបាត់ហើយនោះជាអ្នកមានធម៌ពលកម្រិតបណ្ណានៃពួកឯងមើលនោះលើខ្លួនឈៀនយ៉ាងមានសម្ពាធធម៌ពលមែនគេមិនទាន់ដាស់ធម៌ពលផងហ្នឹងខ្ញុំយល់ហើយថ្ងៃដែលឈៀនយ៉ាងដាស់ធម៌ពលត្បូងគ្រីស្តាល់មានបញ្ចេញពន្លឺគេប្រកាសជាដាស់ធម៌ពលបានជាធម៌ពលកម្រិតទាបជាងទៅទៀតរហូតដល់ត្បូងគ្រីស្តាល់វាស់មិនដឹងហ្មងគួរឲ្យខ្មាស់គេពេកទើបគេលាក់មិនហ៊ានប្រាប់នឹងអញហ៎ឯងឈួតទេដឹងពឹងលើទេពកសោអកៈរបស់វានឹងហោះវាហ៊ានចូលវាយផ្ទាល់ហ្មងនោះគឺចេនមេងណាចប់ហើយវើយនេះហៅថាទេពកសោអកៈហេម៉ៃអាថ្លាន់អញឲ្យអានឹងថាកៈហោះវាយចេនមេងមួយដៃសន្លប់ស្ទោកហ្មងធ្វើដៃកម្រិតនឹងយ៉ាងហោចណាស់ក៏ជាអ្នកសេរីបើកម្រិត2ដែរតើគួរឲ្យចាប់អារម្មណ៍មែនតំបន់អនិថាមិននឹកស្មានថាមានអ្នកដាស់ធម្មពលសេរីលេចមុខសោះឥឡូវអញចាប់ផ្ដើមចង់ដឹងពីឯងកាន់តែខ្លាំងហើយតើតែគួរឲ្យស្ដាយឯងគង់តែស្លាប់ដដែលនឹងចង់ឲ្យខ្ញុំស្លាប់ហោះពឹងលើលោកឯងនឹងហ៊ានតាំងខ្លួនជាស្ត្រូវជាមួយចាំងឲ្យអញនៅក្នុងតំបន់សុវត្ថិភាពនេះគឺមិនដែលធ្លាប់មានអ្នកណាអាចរស់ឃើញពន្លឺថ្ងៃនៅថ្ងៃបន្ទាប់ទេវើយចឹងខ្ញុំច្បាស់ជាមនុស្សទី1ហើយមានគេឃើញសៀវហាវនៅជាមួយឯងចុងក្រោយគេឯងត្រឡប់មកវិញតែវាមិនឃើញមករឿងនេះឯងបកស្រាយថាម៉េចកំ pl ែងហ្មងពេលនោះមិនមែនមានតែពួកយើង2នាក់ឯណាមានគ្នា6នាក់នៅទីនោះតើរលកទេពស្រាប់តែផ្ទុះឡើងធ្វើឲ្យក្រុមបែកខ្ញែកគ្នាអស់កុំប្រាប់ណាថាក្មួយប្រុសរបស់ប្រធានចាងបាត់ខ្លួនហើយអ្នកផ្សេងទៀតមិនអាចរស់បាននោះហើយវាច្បាស់ជាកំហុសរបស់អ្នកដែលរងរៀនមានជីវិតហេប្រធានចាងពិតជាយកអំណាចមកសង្កត់សង្កិនគេមែនខ្ញុំអាចធ្វើសាក់សីបានពេលនោះគឺដូចអ្វីដែលឈិនយ៉ាងបាននិយាយមែនអ្នកគ្រប់គ្នាត្រូវបានរលកទេពវាបំបែកចេញពីគ្នាអស់ស៊ូយោវៃបើនាងឯងហ៊ាននិយាយមួយម៉ាត់ទៀតអញនឹងចាប់ប្រកាន់ពីបទរំខានការងារហើយឲ្យសន្តិសុខចាប់នាងឯងចេញទៅប្រធានចាងខ្ញុំចង់សួរលោកវិញតើពេលនោះមានមនុស្សច្រើនណាស់នៅទីនោះហេតុអីបានជាលោកចេះតែចង់ទម្លាក់កំហុសមកលើក្បាលខ្ញុំម្លេះខ្ញុំសុំរីកាគឺវានឹងហើយឈិនយ៉ាងគឺជាអ្នកបង្កឲ្យមានរលកទេពធ្វើឲ្យមានភាពវឹកវរធំបែបនេះយោងតាមច្បាប់នៃតំបន់សុវត្ថិភាពវាបានប៉ុនប៉ងសម្រាប់បងប្អូនឯងទោះនេះសឹមតែស្លាប់ចាងហៅឯងកុំមកចោទគេផ្ដេសផ្ដាសរលកទេពគឺជាគ្រោះធម្មជាតិតើអាចបង្កឡើងដោយរបៀបណាឯងសាកនិយាយមើលតើឈិនយ៉ាងប្រើវិធីអីវាច្បាស់ជាប្រើវិធីហាមឃាត់ណាមួយដែលពួកយើងមិនដឹងហើយបើមិនអញ្ចឹងទេមិនក៏រលកទេពមកចំពេលម្លេះហើយមិនបានមានតែពួកឯង2នាក់អាចគេចផុតវាច្បាស់ជាចង់ខ្ចីដៃទេពដើម្បីកម្ចាត់ខ្ញុំមិនខានត្រូវហើយខ្ញុំនឹងបងចាងហៅត្រឡប់មកវិញជាមួយគ្នាខ្ញុំអាចធ្វើសាក់សីបានពេលនោះស្ថានភាពកំពុងតែតានតឹងសកម្មភាពរបស់ឈិនយ៉ាងគឺពិតជាគួរឲ្យសង្ស័យមែនចាងហៅលីវិនពួកឯងពិតជាគ្មានខ្មាស់មែនច្បាស់ណាស់ថាវាងពោនិងលីជីទទួលបញ្ជាពីឯងឲ្យមកលួចវាប្រហារឈិនយ៉ាងទើបពួកយើងបង្ខំចិត្តលាក់ខ្លួនទម្រាំអាចរួចជីវិតឥឡូវឯងបែរជាមកទម្លាក់កំហុសលើគេវិញសៀវហាវរស់ត្រឡប់មកវិញគឺជាសាក់សីរស់ដ៏ល្អបំផុតហើយឈិនយ៉ាងឯងនៅមានអីចង់និយាយទៀតអត់សាក់សីហោប្រធានចាងលោកលំអៀងចេញមុខពេកហើយដឹងឈិនយ៉ាងតើមានរឿងអីឲ្យប្រកាសទៅនិយាយប្រាប់ប្រធានចាងឲ្យស្រួលបួលទៅចៅខួយចាប់វាទៅបើវានៅតែហ៊ានរើបំរះទៀតចាត់ទុកថាជាការគំរាមកំហែងដល់តំបន់សុវត្ថិភាពសម្រាប់ចោលនៅនឹងកន្លែងហ្មងទៅទទួលបញ្ជាលោកប្រធានចប់ហើយពេលនេះឈិនយ៉ាងចប់មែនទែនហើយមិននឹកស្មានថាជាប្រធានក្រុមចៅខួយសោះគាត់គឺជាកម្ពុជាអ្នកខ្លាំងទី1ក្រោមបញ្ជារបស់ប្រធានចាងណាឬថាប្រធានចៅបានឡើងដល់កម្រិត3នៃសេរីបើហើយនោះគឺជាទេពកោសលប្រយុទ្ធសេរីបើកម្រិត3ណានៅក្នុងតំបន់សុវត្ថិភាពទាំងមូលគាត់គឺជាអ្នកខ្លាំងលំដាប់កំពូលហើយកំលោះឲ្យអញទុកឱកាសឲ្យឯងជាលើកចុងក្រោយឈប់រើបំរះឲ្យទទួលការសួរចម្លើយទៅនិយាយច្រើនម្លេះវើយគួរឲ្យស្ដាយអញខ្លាំងគ្រាន់បើតែចប់ត្រឹមនឹងហើយវិញជួយព្រឹបពីមិនអាចឲ្យវាឃុំជាប់ទេអំណាចសិទ្ធគូថ្លាន់ស្រមោលស្អីគេរនាំងថ្មលឿងឈិនយ៉ាងវីចាញ់ប្រធានក្រុមចៅខួយដែលនៅសេរីបើកម្រិត3ហោះកុំប្រាប់ណៃថាវាឡើងដល់កម្រិត4ឬខ្ពស់ជាងនឹងបាត់ហើយចាំសិនពួកឯងនៅចាំរឿងព្រេងនោះអត់វីរបុរសដែលបានបង្កើតតំបន់សុវត្ថិភាពនេះឡើងកាលពីមុននោះអីធម្មពលសេរីរបស់គាត់កាលពីដំបូងក៏វាស់មិនដឹងដូចគ្នាឈិនយ៉ាងខ្លាំងគ្រាន់បើប្រហែលវាជាមនុស្សដែលលោកអភិបាលតំបន់កំពុងតាមរកហើយលោកចង់និយាយពីម្នាក់ដែលកាប់សម្លាប់ទេពកម្រិតជាច្រើនអង្គតែម្នាក់ឯងនោះហ៎ជាអ្នកដែលបានត្រួសត្រាយផ្លូវបង្កើតជាកន្លែងរស់រានមានជីវិតពួកយើងហោះឈួតទេដឹងឈិនយ៉ាងមានលក្ខណៈសម្បត្តិអីទៅប្រៀបជាមួយអ្នកបង្កើតតំបន់សុវត្ថិភាពនោះវាច្បាស់ជាប្រើវិធីហាមឃាត់ហើយឈប់និយាយទៅឈិនយ៉ាងឯងពិតជាមិនធម្មតាមែនពិតជាធ្វើឲ្យអញភ្ញាក់ផ្អើលច្រើនមែនទែនតែទោះបីឯងមានភាពចម្លែកអីក៏ដោយថ្ងៃនេះអញនឹងចេញមុខផ្ទាល់ដើម្បីកម្ចាត់អភេវករមិនច្បាស់លាស់ដូចជាអញចោលគឺសម្ពាធធម្មពលគួរឲ្យខ្លាចខ្លាំងណាស់ប្រធានចាំងច្បាស់ជាសម្ដៅទៅរកតែឈិនយ៉ាងទេតែអំបញ្ញមិញខ្ញុំក៏ស្ទើរតែលុតជង្គង់ទៅហើយដែរចប់ហើយពេលនេះឈិនយ៉ាងច្បាស់ជាស្លាប់មិនខានប្រធានចាំងគឺជាកម្ពុជាអ្នកខ្លាំងសេរីកម្រិត5ណាខ្ញុំក៏ដូចគ្នាតែថាគាត់ធ្វើអញ្ចឹងមិនមែនជាការយកកម្លាំងសង្កត់សង្កិនអ្នកខ្សោយទេហ៎
គុំនិយាយអីនោះគឺប្រធានចាំងណាអញចង់ស្លាប់តែពួកយើងនៅចង់រស់ទេវើយឥឡូវអញយល់ពីគម្លាតរវាងពួកយើងឬនៅជាជំរឿចុងក្រោយរបស់ឯងហើយឈិនយ៉ាងខ្ញុំនឹងត្រឡប់ទៅរកប៉ាខ្ញុំគាត់ប្រកាសជានឹងជួយឯងត្រូវតែគួរឲ្យអាណិតណាស់នេះមិនមែនសួរចម្លើយទេគឺចង់សង្កត់វាឲ្យស្លាប់ទាំងរស់មកតើឈិនយ៉ាងព្រមចុះចាញ់ទៅជីវិតសំខាន់ជាងអ្វីទាំងអស់ណាហេតុអីបានជាគេធ្វើបាបគេម្លេះឈិនយ៉ាងច្បាស់ជាមិនបានធ្វើអីខុសសោះនឹងកុំក្មេងខ្ចីពេកនេះគឺជាការពិតបើគ្មានក្នុងបង្អែកទោះជាពូកែយ៉ាងណាក៏ត្រឹមតែជាស្រមោចដែរព្រមចុះចាញ់ទៅឈិនយ៉ាងមានជីវិតរស់ទើបអាចគិតដល់ថ្ងៃមុខទៀតបានផ្អែកលើអីទៅក្បាលរឹងមិនព្រមស្ដាប់ផ្អែកលើអីបានជាលោកអាចអង្គុយលើកៅអីខ្ពស់សាកសួរកាត់ក្តីខ្ញុំបានអាចសម្រេចពីជីវិតស្លាប់រស់របស់គេដោយចិត្តឯងចំណែកខ្ញុំទៅស៊ូដើម្បីរស់តែបែរជាត្រូវរែកពុនកំហុសដែលគ្មានការពិតសោះគឺផ្អែកលើឯងត្រឹមតែជាសម្រាមដែលគ្មានអំណាចគ្មានក្នុងបង្អែកនៅក្នុងតំបន់អនាថក្មេងនេះចម្លែកម្លេះតែសមត្ថភាពរបស់គេគឺពង្រឹងកាយសម្ទាខ្លួនឯងមែនទេចុះជាពលអំបញ្ញមិញនេះជាស្អីទៅចាំសិនឬមួយក៏គេមានសមត្ថភាពពីរហេតុអីលោកប្រធានតំបន់មិនទាន់តបសារទៀតបើមិនប្រញាប់ចេញបញ្ជាទេក្មេងមានដងម្នាក់នេះច្បាស់ជាងាប់មិនខានកម្លាំងមិនធម្មតាទេជាយ៉ាងគេមានល្បឿនប្រតិកម្មលឿនដល់កម្រិតណាទៅគេហ៊ានវិលលប់ទៅលើប្រធានចាំងមុនទៀតផងថែមទាំងបង្ខំឲ្យប្រធានចាំងប្រើដៃទាំងពីរដើម្បីរ៉ារ៉ាំទៀតឈិនយ៉ាងមើលទៅខ្ញុំពិតជាមើលស្រឡាញ់មែនទុកអញរស់ច្បាស់ជាមានបញ្ហានៅថ្ងៃក្រោយបញ្ចុះសុខឋានសុខស្អីគេគួរតែបញ្ចប់ត្រឹមនេះហើយឈិនយ៉ាងអាឡូលោកប្រធានទីបំផុតលោកតបសារហើយបើហួសពេលបន្តិចទៀតក្មេងមានដងម្នាក់នេះច្បាស់ជាមិនអាចរក្សាជីវិតបានទេទទួលជ្រាបលោកកុំបារម្ភអីប្រធានចាងចាស់ធ្វើបាបក្មេងវាមិនល្អទេដឹងជាងម៉ូថ្ងៃនេះមានខ្យល់អីបានជាភ្លុំលេខាជាងមកដល់ទីនេះតើលោកប្រធានតំបន់មានបញ្ជាអីមែនទេប្រធានចាងគួរសំពេចហើយលោកប្រធានឲ្យខ្ញុំមកការពារយុវជនឆ្នាំរបស់តំបន់សុវត្ថិភាពទីនេះគ្មានមនុស្សដែលលោកប្រធាននិយាយទេមានតែជនសង្ស័យម្នាក់មិនដែរសូម្បីតែខាងផ្នែកខ្ញុំចាប់ជនសង្ស័យម្នាក់ក៏លេខាជាងត្រូវមកចង្អុលបង្ហាញផ្ទាល់ដែរមិនហ៊ានចង្អុលបង្ហាញទេគ្រាន់តែខ្ញុំមើលមិនយល់ពេលមានមនុស្សចាស់ធ្វើបាបក្មេងប្រើអំណាចសង្កត់សង្កិនគេបំផ្លាញច្បាប់ទម្លាប់របស់តំបន់សុវត្ថិភាពលេខាជាងលោកដៃវែងពេកប្រយ័ត្នបាក់ណាវាជាតួនាទីរបស់ខ្ញុំតើផ្ទុយទៅវិញប្រធានចាំងទេដែលក្តាប់ដៃតឹងពេកប្រយ័ត្នមិនបានលទ្ធផលល្អទៅពួកគេកំពុងធ្វើអីហ្នឹងចាប់ដៃគ្នាចាំបាច់ត្រូវប្រើកម្លាំងខ្លាំងម្ល៉េះយីអារឿងហ្នឹងក៏មិនដឹងគេកំពុងប្រកួតកម្លាំងគ្នានឹងណាមើលជើងពួកគេទៅគ្រប់គ្រាន់ហើយលោកប្រធានហេតុអីលោកអញ្ជើញមកផ្ទាល់អញ្ចឹងបើខ្ញុំមិនមកទេសទ្រង់ទាំងពីររបស់តំបន់សុវត្ថិភាពច្បាស់ជាប្រកួតគ្នាយកចាញ់ឈ្នះនៅទីនេះមិនខានឯងគឺឈីងយ៉ាងលោកស្គាល់ខ្ញុំប្រកាសជាស្គាល់របួសមិនស្រាលទេតើជាងមកបាត់នាំឈីងយ៉ាងទៅផ្នែកពេទ្យប្រើប្រាស់បន្ទប់ព្យាបាលដែលល្អបំផុតលោកឈីងខ្ញុំនាំលោកទៅលោកប្រធានឈីងយ៉ាងជាជនសង្ស័យសំខាន់ធ្វើបែបនេះខុសច្បាប់ទម្លាប់ហើយប្រធានចាងរឿងលើកនេះខ្ញុំជាអ្នកទទួលខុសត្រូវទាំងស្រុងលោកមានយោបល់អីទេមិនហ៊ានទេបើលោកប្រធានទទួលខុសត្រូវផ្ទាល់វាជារឿងល្អបំផុតហើយប៉ុន្តែសិទ្ធិសួរចម្លើយឯករាជ្យគឺជាច្បាប់ដែលលោកនិងលោកចាស់ចិនបានកំណត់រួមគ្នាកាលពីមុនរឿងរបស់ឈីនយ៉ាងមានការពាក់ព័ន្ធមិនតិចទេច្បាប់របស់តំបន់សុវត្ថិភាពគឺដើម្បីធានាភាពយុត្តិធម៌និងការរស់រានមានជីវិតមិនមែនសម្រាប់ឲ្យអ្នកខ្លះប្រើអំណាចបំពានដើម្បីកម្ចាត់អ្នកដទៃនោះទេរឿងខាងលោកចាស់ចិនខ្ញុំនឹងទៅបកស្រាយផ្ទាល់រឿងនេះបញ្ចប់ត្រឹមនេះចុះខ្ញុំមិនចង់ឃើញមានរឿងអីកើតឡើងចំពោះឈីនយ៉ាងទៀតទេយល់ទេប្រធានចាងបាទលោកប្រធានខ្ញុំយល់ហើយឈីនយ៉ាងឯងពិតជាមិនធម្មតាមែនពេលនេះខ្ញុំសូមអញ្ជើញឯងជាផ្លូវការឲ្យចូលរួមជាមួយក្រុមប្រតិបត្តិការពិសេសក្រុមប្រតិបត្តិការពិសេសត្រូវហើយក្រុមប្រតិបត្តិការពិសេសនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំផ្ទាល់ហើយធ្វើការរាយការណ៍ផ្ទាល់មកខ្ញុំសមត្ថភាពខ្ញុំពេលនេះនៅមិនទាន់ខ្លាំងគ្រប់គ្រាន់ទេបើចូលទៅគៀកនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ពេកអាចនឹងមានហានិភ័យឈីនយ៉ាងនេះជារឿងល្អណាស់ខែក្រោយជាការប្រឡងធំរបស់សាលាបើឯងយល់ព្រមលោកប្រធានអាចផ្ដល់ធនធានល្អបំផុតដើម្បីជួយបណ្ដុះបណ្ដាលឯងជាងនេះទៅទៀតឯងមានសិទ្ធិទទួលបេសកកម្មក្រៅតំបន់តាមប្រមាញ់ទេវតាដើម្បីទទួលបានធនធានស្នូលតាមប្រមាញ់ទេវតាយកធនធានស្នូលនេះហើយជារបស់ដែលខ្ញុំកំពុងត្រូវការហានិភ័យមែនទេតើនៅណាដែលគ្មានហានិភ័យនោះជាងរងទុកនៅថ្នាក់ក្រមអន់ថយគួរតែចាប់យកឱកាសនេះវិញល្អជាងមានការគ្រប់គ្រងពីលោកប្រធានខ្ញុំអាចស៊ីទេវតានឹងក្លាយជាអ្នកខ្លាំងបានកាន់តែលឿនលោកប្រធានលេខាជាងអរគុណសម្រាប់ការទុកចិត្តនិងការអញ្ជើញ
ខ្ញុំព្រមទទួលយកការប្រឈមមួយនេះខ្ញុំយល់ព្រមចូលរួមជាមួយក្រុមប្រតិបត្តិការពិសេសហាហាល្អខ្ញុំដឹងស្រាប់ហើយថាខ្ញុំមើលមនុស្សមិនខុសទេសូមស្វាគមន៍អនុប្រធានក្រុមឈិនយ៉ាងអនុប្រធានក្រុមត្រូវហើយពេលនេះក្រុមដឹកនាំដោយប្រធានឈិនហ្វឹងឯងចូលក្នុងនាមជាអនុប្រធានដើម្បីរៀនសូត្រនិងហ្វឹកហាត់ខ្ញុំឲ្យជាងមកជូនដំណឹងទៅឈិនហ្វឹងហើយឯងអាចទៅរីកាផ្ទាល់តែម្ដងទៅបាទខ្ញុំនឹងប្រញាប់សម្របខ្លួនឲ្យបានលឿនមិនឲ្យលោកខកបំណងឡើយអនុប្រធានក្រុមឯងលើអីទៅឈិនយ៉ាងទៅតែភ្ញាក់ដឹងខ្លួនជាក្មេងអន់ថយចេញពីតំបន់អានិថាគ្រាន់តែពឹងលើសំណាងនិងល្បិចស្អីក៏មិនដឹងចង់មកជីជន់លើក្បាលពួកយើងមែនទេមែនហើយប្រធានឈិនពេលពួកយើងប្រយុទ្ធស្លាប់រស់នៅសមរភូមិមុខអាឡិតនឹងកំពុងតែរើសម្រាមនៅឡើយទេគេមានសិទ្ធិអីធ្វើជាអនុប្រធានក្រុមបានហើយលេខាជាងប្រាប់តមាត់អាចខ្លាំងៗបានដែរបើថ្នាក់លើសម្រេចបែបនេះទៅហើយច្បាស់ជាមានហេតុផលពួកឯងទាំងអស់គ្នាត្រូវគោរពតាមបទបញ្ជាមើលទៅថ្ងៃនេះបើមិនបញ្ចេញស្នាដៃឲ្យគេក៏ខ្លាចទេច្បាស់ជាទៅមុខពិបាកណាស់មើលទៅចុះឲ្យខ្ញុំចេញពីតំបន់សុវត្ថិភាពមិនទៅស៊ីសាកសពទេវតាទៀតហ៎មើលទៅខ្ញុំមកខុសពេលហើយឈិនយ៉ាងត្រូវហើយខ្ញុំគឺអនុប្រធានដែលទៅមកថ្មីឈ្មោះឈិនយ៉ាងត្រឹមឯងនឹងអាអ្នកក្រអាមានធម្មពលមិនបានប៉ុន្មានថ្ងៃផងឯងមានសិទ្ធិអីអាងសំណាងលេងស្មោកគ្រោកដាក់ពួកយើងនៅព្រៃនឹងហ៎មែនតាក្រុមយើងមានអ្នកណាដែលមិនប្រឹងតស៊ូឡើងមកនោះកុំប្រាប់ណាថាឯងសុកបានថ្នាក់លើទៅបានមកឈរជាងទីនេះឯងដឹងថាការបញ្ជាជាអីអត់ដឹងថាចំណុចខ្សោយទេវតានៃណាទេពិតមកទៅឈិនយ៉ាងគឺជាអនុប្រធានដែលថ្នាក់លើចាត់តាំងពួកឯងចង់ប្រឆាំងបញ្ជាហោះមេឈិនមិនមែនពួកយើងចង់ប្រឆាំងទេតែសុកមានអនុប្រធានធ្លាក់ពីលើមេចឹងបងប្អូនពិបាកទទួលយកណាស់និយាយចប់នៅនរណាមិនសុកចិត្តចូលមកឥឡូវមកមួយទល់មួយឬចូលវាយម្ដងទាំងអស់ក៏រើសតាមចិត្តចុះឈិនយ៉ាងកុំអួតពេកពួកគេសុទ្ធតែជាកម្រិតបើថ្នាក់ទី3ឡើងចំណែកឯងទៅមានធម្មពលកុំចិត្តក្តៅពេកពោះហេតុពេកហើយឯងអ្នកនិយាយខ្លួនឯងណាបន្តិចទៀតកុំរត់ទៅយំប្រាប់គេឲ្យសោះនិយាយច្រើនជាមួយវាធ្វើអីមេឈិនថយចេញទៅថ្ងៃនេះពួកយើងត្រូវប្រាប់អាល្អិតនេះឲ្យស្គាល់ច្បាប់ទម្លាប់បន្តិចហើយចៃដន្យម្លេះថ្ងៃនេះខ្ញុំមកក៏ដើម្បីបង្រៀនពួកឯងពីច្បាប់ទម្លាប់របស់ខ្ញុំឈិនយ៉ាងដូចគ្នានឹងកណ្ដាប់ដៃភ្លើងគិតទៅត្រូវតែស៊ីសាកសពទេវតាឲ្យច្រើនជាងនេះមែនពីពស់ស្រមោលនេះពិតជាមានប្រយោជន៍មែនស្អីគេបំបីវាត្រឹមប៉ុន្មានថ្ងៃសោះល្បឿននៃការអភិវឌ្ឍរបស់វាដោយកែប្រែឆ្អឹងថ្មីចឹងមនុស្សដែលអភិបាលតំបន់រើសតាមពិតជាបិសាចបែបណាទៅត្រូវតែរកវិធីយកសាកសពទេវតាមខ្សីឲ្យច្រើនទៀតទើបបានឈិនយ៉ាងឯងនៅផ្ទះទេយីវវៃមិនបានមកទីនេះខ្ញុំលរឿងនៅទីលានវឹកហាត់បារម្ភថារបួសឯងមិនទាន់ជាស្រួលបួលផងទៅវ័យគេទៀតក៏ឆ្លៀតកំហូបមកនេះជាស៊ុបដែលខ្ញុំរំងាប់តដៃជួយដល់ការសះស្បើយតើចូលមកសិនមកឯងយ៉ាងម៉េចហើយរបួសឯងខ្ញុំមិនអីទេតែឯងវិញមកតំបន់ក្រីក្រម្នាក់ឯងចឹងគ្រោះថ្នាក់ណាស់ខ្ញុំបារម្ភពីឯងតើឆ្ងាញ់ណាស់ចឹងក៏ល្អដែរឈិនយ៉ាងឯងចូលចិត្តខ្ញុំអត់មិនសុខសួររឿងហ្នឹងព្រោះខ្ញុំមិនចង់ចាំទេមនុស្សចំនួននេះអាយុកាលមធ្យមមិនដល់40ឆ្នាំផងគ្មាននរណាដឹងថាតំបន់សុវត្ថិភាពនឹងត្រូវបំផ្លាញថ្ងៃណាទេរវាងថ្ងៃស្អែកនិងរឿងអកុសលមួយណាមកមុនក៏មិនអាចដឹងចឹងហើយរឿងខ្លះខ្ញុំមិនចង់ចាំនោះទេនាងនិយាយត្រូវតំបន់សុវត្ថិភាពមិនទៀងទាត់រស់បានមួយថ្ងៃចំណេញមួយថ្ងៃការលាក់លៀមឬសាកចិត្តជារឿងទម្លាប់សម័យសន្តិភាពទេនៅទីនេះបើស្ទាក់ស្ទើរគឺខាត់ពេលហើយឈិនយ៉ាងម្នាក់ឈ្មោះចាំងអៅនោះគំនុំជ្រៅណាស់ថ្ងៃនេះឯងវ័យមនុស្សរបស់គេទៀតទូគេមិនហ៊ានប្រឆាំងអភិបាលតំបន់ចំតែក្រោយខ្នងចាំគេមកដល់សិនទៅប្រធានរឿងគឺអញ្ចឹងឯងអាល្អិតឈិនយ៉ាងនោះវាប្រហែលពេកហើយវាមិនទុកពួកយើងក្នុងភ្នែកទេរឹតតែមិនទុកលោកក្នុងភ្នែកទៀតវាមិនដឹងថាពួកយើងជាមនុស្សលោកតាមែនហើយប្រធានវាថារឿងក្នុងក្រុមវាអ្នកសម្រេចនរណាមិនតាមឲ្យចាក់ចេញទៅនេះច្បាស់ជាចង់ដណ្ដើមក្រុមពីលោកទៅសាងបាក់ពួកខ្លួនឯងហើយចឹងបានន័យថាពួកឯងទាំងពីរអ្នកបុកជាមួយពួកចាស់នោះត្រូវអាល្អិតនោះវេខ្ចាក់ខ្ចាយអស់ហោះពួកអាអិតបានការអញចំណាយធនធានបណ្ដុះបណ្ដាលពួកឯងដើម្បីឲ្យពួកឯងទៅធ្វើជាកម្រើជើងគេហោះលោកអភិបាលតំបន់ពិតជាដាក់ចិត្តចង់លើកស្ទួយវាហើយប្រធានតើយើងគូបន្តធ្វើមិនទៀតទៅអាល្អិតនោះហាក់ដូចជាខ្លាំងជាងមុនឆ្ងាយណាស់ការប្រឡងប្រចាំឆ្នាំរបស់សាលាចិត្តមកដល់ហើយក្រុមរបស់ឈិនវឹងនឹងចេញទៅប្រតិបត្តិការបេសកកម្មគ្រោះថ្នាក់លោកចង់មានន័យថាពេលបំពេញបេសកកម្មក្រៅហោះចុះខាងលោកអភិបាលនឹងជាងមកនៅក្រៅតំបន់សុវត្ថិភាពទេវតាសម្បូរណាស់ស្លាប់មួយឬពីរអ្នកមានរឿងអីទៅបាទពួកឯងទាំងពីរចាំតាមដានវាឲ្យជាប់វិធីធម្មតាទប់ទល់នឹងឈិនយ៉ាងមិនបានទេចឹងលើកនេះអញនឹងចេញមុខផ្ទាល់មើលនៅឈិនយ៉ាងតើនិយាយថាគាត់ទទួលបានការចាប់អារម្មណ៍ពីលោកអភិបាលបានចូលក្រុមប្រតិបត្តិការពិសេសថែមទាំងធ្វើជាអនុប្រធានទៀតមែនហ៎ឥឡូវគាត់កម្រិតណាស់ហើយមិនដឹងទេតែគាត់វ័យឈ្នះចិនមឹងនឹងចៅខួយថែមទាំងអាចវ័យជាមួយប្រធានចាំងទៀតផងឈិនយ៉ាងខាងនេះ
យីស្មានតែអ្នកណាអស្ចារ្យម្លេះតាមពិតជាអនុប្រធានឈីនយើងតើបងហាវឥឡូវឈីនយ៉ាងខុសពីមុនហើយណាតោងបានមេឃឈើខ្ពស់លោកអភិបាលហើយមិននឹងមើលឃើញមិត្តរួមថ្នាក់ដូចពួកយើងនោះមានរឿងអីឈីនយ៉ាងគុំស្មានតែតោងជើងលោកអភិបាលបានហើយអាចអង្គុយស្មើពួកយើងឲ្យសោះអនុប្រធានក្រុមឈិនវឹងហឺអ្នកណាដឹងថាបានមកដោយសារអីមនុស្សត្រូវស្គាល់ខ្លួនឯងបងហាវនឹងយើងសុទ្ធតែកម្រិតអពិតប្រាកដជាសទ្រូងទៅថ្ងៃមុខឯងត្រឹមអាអ្នកក៏ចេញពីសំណងអនាធិបតេយ្យសំណាងបានធម្មពលសោះមិនស្គាល់ទៀបខ្ពស់យកអីមកប្រៀបជាមួយពួកយើងឋានៈវាត្រូវបានកំណត់តាំងពីចាប់កំណើតម្លេះគឺកម្រិតធម្មពលនិងប្រវត្តិវាមិនមែនជារង្វាស់តម្លៃរបស់មនុស្សនោះទេឈីនយ៉ាងទទួលបានការទទួលស្គាល់ដោយសមត្ថភាពរបស់ខ្លួនយីវ័យកុំខ្វល់ជាមួយគេអីធំក្លិនច្រណែនណាស់ទេឈីនយ៉ាងអញប្រហែលអីម្លេះអញពិតជាចាត់ទុកខ្លួនឯងជាមនុស្សអស្ចារ្យមែនឥឡូវនេះគ្រាន់តែលោកអភិបាលអាណិតអញប៉ុណ្ណោះវាយកកម្លេះស្មានតែខ្លួនឯងអស្ចារ្យណាស់មែនពេលនេះគ្រាន់តែលោកអភិបាលតំបន់អាណិតឯងទើបបោះឆ្អឹងឲ្យឯងស៊ីនឹងណានិយាយឲ្យចំទៅឯងគ្រាន់តែជាចាងហាវជំនួសឲ្យការមកឈឺឆ្អាលរឿងខ្ញុំយកពេលទៅខ្វល់ពីខ្លួនឯងវិញទៅល្អជាងលិខិតព្រមានរឿងប្រើអំណាចផ្ដេសផ្ដាសនិងទម្លាក់កំហុសលើមិត្តភក្តិធ្លាក់មកដល់ហើយតើណោះយោងតាមមាត្រាទី9នៃបទបញ្ញត្តិគ្រប់គ្រងតំបន់សុវត្ថិភាពពិសេសតំណែងជាមេក្រុមគ្រប់គ្រងពិសេសគឺស្មើនឹងមន្ត្រីរដ្ឋបាលទីក្រុងខាងក្នុងខ្ញុំនឹងតាមមើលឯងឲ្យជាប់ហ្មងយីវ៉ៃខ្ញុំខ្ចីមើលសៀវភៅកំណត់ត្រាមេរៀនមុនបន្តិចមើលណែយកទៅបងហាវជប់ទៅខ្វល់អីជាមួយមនុស្សធននឹងនោះតោះយើងទៅឈិនយ៉ាងឯងកុំតន់អវើយនៅតំបន់សុវត្ថិភាពឯងមានខ្សែធំកាងចាំតែឯងចេញទៅខាងក្រៅតំបន់សិនទៅដឹងហើយរឿងនៅខាងក្រៅគ្មានអ្នកណាអាចជួយការពារឯងបានទេអញចង់ដឹងណាស់ឯងអាចវីរកបានយូរប៉ុណ្ណាទៀតហាឈិនយ៉ាងពាក្យដែលគេនិយាយអំបញ្ញមិញហ្នឹងនៅខាងក្រៅតំបន់គ្រោះថ្នាក់ណាស់តើយើងអាចគុំចាងអាវទីបំផុតទប់លេងជាប់ហើយតើណោះគុំបារម្ភអីអ្វីដែលត្រូវកើតគង់តែកើតដដែលហ្នឹងនៅខាងក្រៅអាចជាទីតាំងចំណាប់របស់ខ្ញុំក៏ថាបានតើលោកអនុប្រធានដឹកនាំក្រុមចេញក្រៅតំបន់សុវត្ថិភាពធ្វើបេសកកម្មផ្លូវការលើកដំបូងមានអារម្មណ៍មិនដែរអារម្មណ៍ហេសគឺល្អតើនេះទើបជាកន្លែងដែលខ្ញុំស័ក្តិសមយីវ៉ៃមិនបានឯងនៅទីនេះនេះជាការប្រឡងប្រយុទ្ធជាក់ស្ដែងណាមិនមែនគ្រាន់តែមកមើលដូចលើកមុនទេខ្ញុំបានដាក់ពាក្យចូលរួមការប្រឡងនេះក្នុងនាមជាសិក្ខាកាមជំនួយផ្នែកពេទ្យចាស់ធ្វើត្បិតតែធម្មពលទឹករបស់ខ្ញុំមិនសូវខ្លាំងតែសមត្ថភាពព្យាបាលនិងបន្សាបជាតិពលគឺឆ្លងកាត់ការវិតម្លៃរួចហើយតើខ្ញុំថាហើយមិនបានសុខថែមចំនួនអ្នកជំនួយពេទ្យអញ្ចឹងសោះគឺមកពីកូនស្រីច្បងត្រកូលស៊ូសោះហ្មងអែមណាស់លោកអនុប្រធានសំបីតែអ្នកផ្ទះក៏តាមមកគ្រប់គ្រងដល់សមរភូមិមុខដែរស្មារតីខ្ពស់ណាស់តើលោកមេក្រុមចិនតាមខ្ញុំឲ្យជាប់ហាមចាក់ចេញពីក្រុមផ្ដេសផ្ដាស់ឬទេគ្រប់ក្រុមប្រឡងទាំងអស់ចេញដំណើរតាមលំដាប់ដែលបានកំណត់ទៀនតាមដានដល់ក្បែរច្រកទ្វារមកណោចាងឲ្យឯងប្រញាប់ចង់ងាប់ម្លេះមិនស្រួលទេវើយនៅខាងមុខមានហ្វូងឃ្មុំបំផ្លាញខ្លួនយើងត្រូវតែវាងផ្លូវធ្វើដំណើរពីនេះទៅទីខាងជើងឆ្លងកាត់ជួរភ្នំទោះបីជាត្រូវចំណាយពេល4ម៉ោងបន្ថែមទៀតក៏ដោយតែវាមានសុវត្ថិភាពមេក្រុមចិននិយាយត្រូវយើងមិនអាចបំបុកចូលបានទេឈិនយ៉ាងកាលនៅក្មេងខ្ញុំធ្លាប់ប្រប៉ាខ្ញុំប្រាប់ថាមានក្រុមមួយដែលដឹកនាំដោយអ្នកខ្លាំងកម្រិតបដល់ទៅ3នាក់គឺត្រូវបានជាប់ផុងដោយសារហ្វូងឃ្មុំបិសាចបែបនេះឯងចុងក្រោយសំបីតែក្រុមសង្គ្រោះក៏មិនអាចរកឃើញសាកសពពួកគេពេញលេញដែរឈិនយ៉ាងអញចង់ដឹងណាស់ថ្ងៃនេះឯងអាចគេចផុតពីអន្ទាក់នេះដោយរបៀបណាយ៉ាងណាក៏ដោយខ្លួនអញមានថ្នាំបណ្ដេញឃ្មុំដែលលោកប្រធានឲ្យមកទោះយ៉ាងណាក៏អញអាចគេចខ្លួនបានដែរវើយអូហូអ្នកនាងស៊ូដឹងរឿងច្រើនគួរសំតើប៉ុន្តែបើវាង4ម៉ោងនោះមេក្រុមចិនពេលវេលាបេសកកម្មយើងគឺកំណត់តឹងរឹងណាស់ណាបើវាងផ្លូវគ្រប់យ៉ាងនឹងហួសពេលអស់ហើយពេលត្រឡប់ទៅវិញតើយើងត្រូវដោះស្រាយជាមួយថ្នាក់លើដោយរបៀបណាត្រូវហើយពួកយើងជាក្រុមឆ្នាំក្នុងចំណោមអ្នកឆ្នាំណាត្រូវបដូរផ្លូវដោយសារតែបិសាចកម្រិតទាបមួយហ្វូងបើលេចទៅដល់ក្រៅគេមិនសាយចំអកជ្រុះថ្មិញអស់ទៅហើយទេអីអនុប្រធានឈីនពេលនេះគឺជាឱកាសបញ្ចេញសមត្ថភាពហើយតើលោកមានយុទ្ធសាស្ត្រល្អអីជួយបើកភ្នែកឲ្យពួកយើងដែលជាមនុស្សចាស់នេះបានឃើញផងមើលឈីនយ៉ាងភាពគ្រោះថ្នាក់នៃហ្វូងឃ្មុំនេះគឺមិនអាចប្រកែកបានទេការវិនិច្ឆ័យរបស់ស៊ូយីវ៉ៃនិងបទពិសោធន៍របស់ខ្ញុំសុទ្ធតែគ្រប់គ្រងឲ្យវាងផ្លូវនៅខាងក្រៅតំបន់អ្វីដែលត្រូវគិតមុនគេគឺសុវត្ថិភាពសមាជិកក្រុមនិងលទ្ធភាពនៃបេសកកម្មមិនអាចចេះតែប្រថុយប្រឋានផ្ដេសផ្ដាសបានទេមេក្រុមចិនមិនបាច់វាងផ្លូវទេថាម៉េចឈិនយ៉ាងពេលនេះមិនមែនជាពេលត្រូវបញ្ចេញរកឡើយទេឃើញរបស់ទាំងនោះទេមិននឹងលោកអនុប្រធានឆ្លៀតរើសអេកចាយយកទៅលក់យកលុយមែនគ្រប់គ្នាប្រមូលស្លឹកឈើស្ងួតទាំងនេះឲ្យស្ងាត់ហ្មងទៅប្រមូលវាទៅដាក់ផ្ដុំគ្នានៅកន្លែងរណ្ដៅខាងក្រោមខ្យល់នោះចាំណាធ្វើសកម្មភាពអស្រាលកុំឲ្យមានសម្លេងខ្លាំងឲ្យសោះឈិនយ៉ាងអញចង់ធ្វើអីហ្នឹងប្រមូលរបស់ងាយចេះទាំងនេះឬមួយក៏អញចង់ដុតភ្លើងក្នុងជ្រលងភ្នំផ្សែងមិនអាចហុយចេញទៅណាទេពួកយើងនឹងឈ្លក់ផ្សែងសន្លប់មុនមិនខានស្ដាប់មើលស្ដាប់ចុះយុទ្ធសាស្ត្រដ៏កំពូលរបស់អនុប្រធានយើងគឺដុតភ្នំហ្មងរួចហើយស្លាប់ជាមួយហ្វូងឃ្មុំតែម្ដងពិតជាធ្វើឲ្យខ្ញុំបើកភ្នែកធំហ្មងមេក្រុមចិនជឿខ្ញុំចុះមិនមែនដុតភ្លើងទេគឺបង្កើតផ្សែងយីវ៉ៃបន្តិចទៀតខ្ញុំត្រូវការឲ្យឯងយកទឹកមកពន្លត់ភ្លើងដើម្បីឲ្យផ្សែងហុយខ្លាំងបំផុតអូខេទុកចិត្តលើខ្ញុំចុះបានខ្ញុំជឿឯងធ្វើតាមអនុប្រធានប្រាប់ទៅធ្វើឲ្យលឿនហើយរក្សាភាពស្ងៀមស្ងាត់ផ្សែងធ្វើឲ្យពួកវាហារត់អស់ហើយតើថែមទាំងឆ្លក់ផ្សែងងាប់អស់ច្រើនទៀតឈិនយ៉ាងតាឯងនឹកឃើញរឿងនេះដោយរបៀបណាលោកព្រះឲ្យឥឡូវឯងនេះតើគូក្បាលឯងធ្វើពីអីហ្នឹងពីមុនពេលជួបរឿងបែបនេះពួកយើងបានមិនរត់ទេគឺមានតែប្រយុទ្ធដូរជីវិតតែឯងបែរជាដោះស្រាយវាងាយអញ្ចឹងសោះអាពូល្ងងក្បាច់នេះអញលេងតាំងពីនៅអនុវិទ្យាល័យម្លេះវើយមើលទៅសត្វល្អិតតូចទាំងនេះបើយើងប្រើវិធីត្រូវវាក៏មិនពិបាកទប់ទល់ប៉ុន្មានដែរតើឈិនយ៉ាងឯងកុំតន់អគឺនៅខាងមុខនេះបន្តិចទៀតហើយដើម្បីចាត់ការឯងលោកប្រធានលើកនេះចាយទុនធំលេងហ្មងអញចង់ដឹងណាស់ថាឯងគេចខ្លួនមិនរួចហ្វូងបិសាចទៀតហើយទេមិនត្រូវទេធម្មពលកម្រិតនេះទំហំប៉ុណ្ណេះមិននឹងអាចទៅរួចស្ទើរតែទាំងអស់សុទ្ធតែជាបិសាចកម្រិតមធ្យមហើយនៅលើមេឃនោះគឺជាថ្មភ្លើងក្រហមដែលជាបិសាចកម្រិតខ្ពស់ចប់សពគ្រប់ហើយនេះមិនមែនជាហ្វូងបិសាចធម្មតាទេនេះគឺជាមហន្តរាយបិសាចហ្មងមិនអាចទេលោកប្រធានប្រាប់ថាគ្រាន់តែបញ្ចេញហ្វូងបិសាចកម្រិតទាបបន្តិចបន្តួចដែលអាចគ្រប់គ្រងបានតើចុះនេះជាស្អី
វ៉ាងពោពួកយើងចាញ់បោកគេហើយវើយទំហំប៉ុណ្ណេះតើពួកយើងអាចរស់រានមានជីវិតបានដោយរបៀបណាចាងអើឯងពិតជាសាហាវខូខើណាស់គ្រប់គ្នារកកន្លែងពួនឲ្យលឿនពួននៅទីនេះហើយកុំចេញក្រៅឲ្យសោះឈិនយ៉ាងប្រយ័ត្នខ្លួនផងអ្នកនាងស៊ូតើចង់ទៅណាដែរហាហាហាឈិនយ៉ាងអំបាញ់មិញឯងមិនសាហាវណាស់ទេហែសម្រាប់ព្រះសង្គ្រោះស្រីស្អាតពិតជាអស្ចារ្យមែនចុះឥឡូវមិនក៏ដេកដួលដូចឆ្កែងាប់អញ្ចឹងខ្លាំងទៀតមកបង្ហើបមើលពួករត់ចោលស្រុកនឹងទៅគួរឲ្យអាណិតណាស់ហាហាចាំងអៅលួចវីពីក្រោយខ្នងនេះឬជាចរិតមេបញ្ជាការដ៏អស្ចារ្យដូចជាលោកនោះហេសម្ដីបានតើចាំងអៅរឿងរវាងឯងនិងអញមិនពាក់ព័ន្ធជាមួយនាងទេដោះលែងនាងទៅបើមិនអញ្ចឹងអញនឹងសម្លាប់ឯងឈិនយ៉ាងខួរក្បាលឯងត្រូវវីទង្គិចអំបាញ់មិញតតែកងហើយមែនទេនៅហ៊ានចង់សម្លាប់ពួនទៀតត្រឹមអាសភាពឯងឈោស្ទើរតែមិននឹងផងហ្នឹងអូយសើចង់គៀងហ្មងវើយបង្ហើបមើលវាទៅពួកអាអ្នកក្រតោកយ៉ាចូលចិត្តនិយាយរឿងកំ pl ែងណាស់វាមិនដឹងជាកំពុងស្រមៃថាខ្លួនឯងជាវីរបុរសកំសត់កំរៃទេដឹងមុនងាប់ខំនិយាយសម្ដីធំដុំដើម្បីមើលទៅលយនឹងណាប៉ុន្តែឈិនយ៉ាងអាសភាពរស់មិនចង់រស់ព្រោះតែស្រីផ្សេងរបស់ឯងនេះធ្វើឲ្យអ្នកណាមើលទៅមកសម្ដែងរឿងមនោសញ្ចេតនានៅមុខយើងអញស្មានថាធ្វើអញ្ចឹងយើងនឹងកោតសរសើរឲ្យស្ដាយក្រោយដែលមិនទទួលយកអញមែនទេទុកកម្លាំងទៅនៅក្នុងភ្នែកយើងអញគ្រាន់តែជាកន្លែងកំសាន្តលេងពេលអាប់សុទ្ធប៉ុណ្ណោះភុយលីវិនវិននាងឯងកុំលើកជើងខ្លួនឯងពេកត្រឹមមានមនុស្សចូលចិត្តលើកជើងចាំងហៅលុតជង្គង់អង្គចាំងឲ្យដូចជានាងឯងនេះនាងឯងនឹងហើយដែលជាប្រដាប់ឯងតែគិតថាឈិនយ៉ាងគេមើលឃើញនាងទៀតនាងឯងសាក់តែទេអញនឹងទេហែកមាត់ឯងលីវិនវិនបើនាងឯងហ៊ានប៉ះនាងសាក់មើលអាល្ងងបើគុំតែលើកមុនមេភូមិមកពូកែវរឿងគេកុំអីឯងទៅចាប់ជាតិបាត់ទៅហើយមិនព្រមក្តោបកន្ទុយរត់ទៅរត់អ្នករបស់ឯងវិញទេនៅហ៊ានមកធ្វើអេងអាងនៅមុខឯងទៀតហេរកមកមែនឈិនយ៉ាងថ្ងៃនេះអញនឹងឲ្យឯងភ្លឺភ្នែកថានៅចំពោះមុខកម្លាំងពិតប្រាកដអ្វីគ្រាន់តែជាសឹកល្អិតប៉ុណ្ណោះសង្កត់កាត់ផ្ដាច់ក្តីស្រមៃឯងបញ្ជូនឯងទៅឋាននរកអាល្ងងឈិនយ៉ាងអាល្ងងរត់ឲ្យលឿនទៅវាមិនស័ក្តិសមនឹងបដូរជីវិតព្រោះតែខ្ញុំទេពួកឯងលេងយើងក្មួយស៊ូការពិតយកយកដល់មុខឪពុកក្មួយពូចង់ដោះលែងក្មួយម្ដងហើយតែបើក្មួយចេះយ៉ាងនេះថ្ងៃនេះពូនឹងបំពេញបំណងហើយកុំប្រញាប់ពូបញ្ជូនវាទៅមុនចុះមួយសន្ទុះទៀតព្រះនឹងបញ្ជូនក្មួយទៅកំដរវាហើយស៊ូយីវៃនាងមិនចូលចិត្តឈិនយ៉ាងណាទេហើយអញ្ចឹងមើលឲ្យច្បាស់ទៅមើលថាពូរបស់ខ្ញុំសម្លាប់វាដោយរបៀបណាពូអត្រិឆានពូឯងស្លាប់មិនបានល្អទេប៉ារបស់យើងនឹងមិនលើកលែងឲ្យពូឯងទេទុកចិត្តចុះពូយើងប្រកាសជារស់បានយូរជាងនាងម្យ៉ាងទៀតនាងស្លាប់នៅក្នុងរលកទេវៈពូយើងចង់ជួយនាងក៏ជួយមិនបានដែរតើពូឯងគួរតែញាប់ទាំងអស់គ្នាពូឯងសុំតែស្លាប់ម៉ូតអ្នកចម្បាំងបើកទាំងអស់មិនអាចទេទើបតែប៉ុន្មានថ្ងៃសោះមិនក៏ឯងអាចទុកកម្លាំង 7% របស់អញបានដោយមិនស្លាប់អញ្ចឹង
ไม่เป็นจีการจ้างกำลังปรามปีพิរបស់លោកក៏មានតែប៉ុណ្ណឹងសោះចាំងឲ្យឯងគិតថាសាកសពទេវៈដែលអញយកបានពីតំបន់សវត្ថិភាពស៊ីទេមែនទេឈិនយ៉ាងអញថ្ងៃនេះទោះត្រូវស្លាប់ក៏ត្រូវតែខំហែកសាច់ឯងមួយដុំដែរមិនហើយភ្ញាក់អោនណាស់ហើយចង់សុំព្រេងមេត្តាមែនទេមិនដឹងកម្ពស់មេឃទេវើយតែត្រូវទទួលស្គាល់ថាឯងពិតជាមនុស្សពូកែមែនគួរឲ្យស្ដាយដែលឯងជ្រើសរើសផ្លូវខុសថ្ងៃនេះឯងត្រូវតែស្លាប់ចាំងឲ្យអញជឿជាក់យ៉ាងនេះផងនិយាយចុះនិយាយឡើងមានតែប៉ុន្មានម៉ាត់នឹងអញស្ដាប់ឡើងសាំត្រជាតិទៅហើយវើយស៊ីមួយលំពេងអញសិនទៅបាក់អាវុធស្រមោលមុខបិសាច់បង្ហាញខ្លួនដែនដីស្រមោលប្រើស្នៀតនេះទៀតហើយស៊ូយីវៃឆាប់មើលទៅឈិនយ៉ាងរបស់នាងចិត្តខ្លាចជាសាច់ចេញចាំឥឡូវហើយឈិនយ៉ាងឯងប្រញាប់រត់ទៅកុំយំអីទុកកម្លាំងទៅចាំឈិនយ៉ាងងាប់បាត់ប្រហែលជាមេបញ្ជាការចាំងសบายចិត្តគាត់អាចឲ្យនាងនិងឈិនយ៉ាងកំដរគ្នានៅឋាននរកក៏ថាបានអ្នកណាគេមេបញ្ជាការចាំងពិតជាកំហឹងធំមែនជួបមុខគ្នាម្ដងណាក៏ស្រែកវិស័យសម្រាប់ដែរជាងមកគឺឯងទៀតហើយថ្ងៃនេះឯងច្បាស់ជាចង់មកបំផ្លាញការងារឯងមែនទេអេមេបញ្ជាការចាំងគុំនិយាយអញ្ចឹងអីខ្ញុំទទួលបានបញ្ជាឲ្យមកការពីឈិនយ៉ាងវាគ្រាន់តែជាទូនីតិប៉ុណ្ណោះល្អណាស់អាជាងមកបើឯងរករឿងងាប់ឯងនឹងកំចាត់ឯងចោលជាមួយគ្នាមកទៅលេខាជាងទុកឲ្យខ្ញុំជីវិតវាគឺជារបស់ខ្ញុំឈិនយ៉ាងកុំចេះអីឥឡូវឯងរបួសធ្ងន់ណាស់ធំពោក្នុងខ្លួនកំពុងច្របូកច្របល់បើនៅតែបន្តវិទៀតមានតែផ្លូវស្លាប់ទេអញពេលនេះមិនអាចតាំងជាមួយចាំងឲ្យបានទេត្រឡប់ទៅតំបន់សុវត្ថិភាពជាមួយខ្ញុំអភិបាលតំបន់នឹងរកយុទ្ធធរឯងបងយ៉ាងស្ដាប់សម្ដីលេខាជាងទៅពួកយើងទៅវិញទៅណាបងហូឈាមច្រើនណាស់អូនសុំអង្វរគុំវីទៀតអីអូនមិនចង់ឃើញយោវីរឿងខ្លះបងចាំបាច់ត្រូវតែធ្វើនៅពេលនេះបើថ្ងៃនេះបងលេងវាថ្ងៃស្អែកអ្នកដែលស្លាប់អាចជាពួកយើងវាជាពួកវេកពីវាច្បាស់ជាមិនព្រមបញ្ឈប់ត្រឹមនេះទេសាកសពបិសាចពីក្បាលដែលបងបានស្រូបយកនៅតំបន់សុវត្ថិភាពបានរុញthamពោបងឲ្យដល់ចំណុចកម្ពស់បាត់ទៅហើយបងនៅកាំងត្រឹមកម្រិត3រហូតមកក៏ព្រោះតែក្បាច់មួយនោះបងហាត់មិនទាន់ស្ទាត់បើប្រើពេលនេះសំបីតែបងខ្លួនឯងក៏មិនដឹងថានឹងមានរឿងអ្វីកើតឡើងដែរតែពេលនេះបងគ្មានជំរឿទេលេខាជាងអរគុណសម្រាប់បំណងល្អរបស់លោកតែថ្ងៃនេះរវាងខ្ញុំនិងវាគឺរស់បានតែម្នាក់ប៉ុណ្ណោះរឿងនេះសូមលោកកុំលូកដៃអីទៅចុះបើទប់លេងជាប់ខ្ញុំក៏មិនឈរមើលដែរគួរឲ្យចាប់អារម្មណ៍មែនឈិនយ៉ាងបើឯងចង់ងាប់ខ្លាំងណាស់អញនឹងបញ្ជូនឯងទៅលឿនម្លេះលោកពូលេងវាឲ្យងាប់អញ្ចឹងហ្មងទៅធ្វើឲ្យវាវង្វេងរត់ដូចសត្វកណ្ដុរទៅឈិនយ៉ាងចង់អាសម្ដីធំដុំអំបញ្ញមិញនោះទៅណាចូលហើយមិនមែនចង់យកជីវិតអញទេអីសូម្បីតែចូលក្បែរខ្លួនអញក៏ធ្វើមិនបានផងហ្នឹងស៊ូស្លាប់ហើយវើយហ្វូងបេសាច់មកទៀតហើយមិនអញ្ចឹងហ្វូងបេសាច់មិនមែនមានតែមួយរលកទេអីវាមកច្រើនជាងមុនឡើងទ្វេដងមកវើយមិនមែនលោកពូអញថាទីនេះមិនឲ្យមានបញ្ហាទេអីចប់ហើយលើកនេះចប់មែនទែនហើយប្រធានចាំងជួយផងឆាប់នាំពូយើងទៅនាំពូយើងរត់ទៅចង្រៃអើយមួយរលកនេះមកពីណាទៀតវើយអញរៀបចំតែមួយរលកតើទេពកោសល sequence របស់ខ្ញុំរាល់ពេលសម្រាប់បិសាចមួយធម្មពលកើនឡើង200បូករួមទាំងធម្មពលលំពេង200ទៀតហ្វូងបិសាចដ៏ច្រើនសន្ធឹកនេះសម្រាប់អ្នកដទៃអាចជាផ្លូវទាត់តែសម្រាប់ខ្ញុំវាគឺជាទីលានសម្រាប់មិននឹងអាចទៅរួចវាច្បាស់ជារបួសធ្ងន់ហើយតើធម្មពលវាក៏គួរតែអស់រលីងហើយដែរលើកលែងតែធម្មពល sequence របស់ល្អិតនេះមានបញ្ហាបិសាចកម្រិតខ្ពស់ស្មើនឹងមនុស្សកម្រិតអសេរីទី5មកដល់ទៅ3ក្បាលទៀតរត់លឿនលេខាជាងលោកនាំយោវីទៅមុនទៅមិនបានទេបងយ៉ាងរបួសបងធ្ងន់ណាស់បងមិនអីទេធម្មពលបងអាចតាក់ទាញពួកបិសាចបានបងនៅទីនេះមានសុវត្ថិភាពជាងពួកឯងទៅទៀតនាំនាងទៅលឿនឡើងបើនៅយូរគឺទៅមិនរួចទាំងអស់គ្នាបងយ៉ាងបើទៅគឺទៅទាំងអស់គ្នាយោវីស្ដាប់បង្គាប់បងតោះតែអូនទៅបាត់ទៅបងអាចវីបានពេញដៃពេញជើងបងសន្យាថានឹងត្រឡប់ទៅវិញទាំងរស់ឲ្យបានអូខេឈៀងយ៉ាងថែខ្លួនផងលោកពូតោះរត់យើងប្រញាប់ទៅកុំខ្វល់ពីអាសត្វចម្លែកអស់នឹងអីពូឆាប់នាំពួកយើងរត់ទៅខ្ញុំលែងចង់នៅទីនេះទៀតហើយប្រធានចាងខ្ញុំសូមអង្វរយកខ្ញុំទៅជាមួយផងលោកធ្លាប់សន្យាជាមួយបងហៅថានឹងការពារខ្ញុំតើពួកសត្វចម្លែកនឹងវាមកដល់ឥឡូវហើយប្រធានចាងគិតមិនទេឥឡូវពិតមាត់អាពូល្ងងបើនៅតែឧទាហអញក្រវត្តចោលឥឡូវហើយមិនឃើញអញកំពុងរវល់ដកដៃមិនរួចទេអីចង់រស់រកកន្លែងពួនខ្លួនឯងទៅអាសត្វត្រីឆានស្ដាប់បង្គាប់ណាស់កូនចូលមកហុចសាច់មកលំពេងមួយនេះបញ្ជូនឯងទៅឋាននរកទេមិនអាចទេចំកណ្ដាលបេះដូង10ពិន្ទុឥឡូវនេះដល់ម៉ោងស៊ីជប់លៀងហើយមានបានហើយវើយចាំងឲ្យចាំងឲ្យ
ឯងពិតជាទេវតានាំសំណាងឲ្យឯងមែនសូម្បីតែញាប់ទៅហើយក៏ទុកកាដូធំឲ្យឯងទៀតចុំម៉ាយអំណាចស្រមោលបន្លំកម្លាំងឈួតលីលាបើកដំណើរការពេញទំហឹងចុះអញចេះវីមិនឈ្នះទៅវើយបិសាចកម្រិតខ្ពស់3ក្បាលទូអញបញ្ចេញធម្មពលអស់ពីខ្លួនក៏អាចទប់ជាមួយពួកវាបានតែមួយវិនាទីដែរចង្រៃអើយអញចាំទុកហើយថ្ងៃណាមួយអញនឹងចាប់ពួកឯងទាំងពីរយកមកដោតអាំងស៊ីឲ្យខ្ទេចថយចេញលេខាជាងប្រធានក្រុមឈិនឲ្យខ្ញុំចេញទៅបងយ៉ាងនៅខាងក្រៅនៅឡើយទេកុំរករឿងខាងក្រៅនោះមានបិសាចកម្រិតខ្ពស់ដល់ទៅ3ក្បាលឯណោះអញចេញទៅពេលនេះគឺស្មើនឹងយកជីវិតទៅចោលហើយចុះចំណែកបងយ៉ាងវិញទុកឲ្យគាត់រងចាំសេចក្តីស្លាប់ម្នាក់ឯងអញ្ចឹងអីបងយ៉ាងបងធ្វើឲ្យអូនភ័យស្ទើរស្លាប់ហើយអូនពិតជាគិតថាបងមិនអាចត្រឡប់មកវិញទេបងធ្លាប់ប្រាប់ហើយតើថាបងនឹងរស់ត្រឡប់មកវិញឈិនយ៉ាងនិយាយម៉ាត់ណាគឺម៉ាត់នឹងហើយយប់មិញឆ្អែតមួយពេលឥឡូវឡើងដល់កម្រិតសេសេរីទី5មួយបាត់ទៅហើយខ្វះតែមួយជំហានទៀតខ្លាចជាកម្រិតកំពូលហើយស្ដាយណាស់សាក់សពេញសមរភូមិត្រូវបោះចោលទេបើសិនជាបានស៊ីទាំងអស់នោះបងផឹកស្រាទៀតហើយឈិនយ៉ាងរបួសឯងមិនទាន់ជាស្រួលបួទេកុំផឹកអីតែមួយកែវតើមិនអីទេឈិនយ៉ាងថ្ងៃនេះឯងជាតួឯកណាដឹងអត់អំបញ្ញមិញមានថ្នាក់លើប៉ុន្មានអ្នកសួរនាំពីឯងសួរថាឯងមានសង្សារនៅប្រធានឈិនលេងសើចទេខ្ញុំជួយបដិសេធជំនួសហើយប្រាប់គេថាអនុប្រធានឈិនមានម្ចាស់ចិត្តបាត់ហើយអភិបាលតំបន់រៀបនឹងឡើងថ្លែងការណ៍ហើយឈិនយ៉ាងត្រៀមខ្លួនទៅត្រៀមខ្លួនអីគេបន្តិចទៀតឯងដឹងហើយលោកជំទាវលោកអុកញ៉ាភ្ញៀវកិត្តយូរទាំងអស់ពិធីជប់លៀងយប់នេះគឺរៀបចំឡើងសម្រាប់រឿងមួយប៉ុន្មានថ្ងៃមុនពេលប្រឡងធំនៅសាលាយើងជួបប្រទះលោកបិសាចកម្រិតទ្វេដងដល់កម្រមួយថែមទាំងមានបិសាចកម្រិតខ្ពស់ដល់ទៅ3ក្បាលលេខមុខមកនៅក្នុងហេតុការណ៍អាក្រក់នេះប្រធានផ្នែកស៊ើបអង្កេតចាំងអើបានពលីជីវិតបាត់ទៅហើយប្រធានចាំងស្លាប់ហើយគាត់ជាអ្នកខ្លាំងកម្រិតថ្នាក់ទី5ណាមិននឹងអាចទៅរួចប្រធានចាំងបានលះបង់មួយជីវិតដើម្បីតំបន់សុវត្ថិភាពយើងការបាត់បង់គាត់គឺជាការខាតបង់ដ៏ធំធេងរបស់យើងទាំងអស់គ្នាប៉ុន្តែថ្ងៃនេះខ្ញុំចង់កោតសរសើរមនុស្សម្នាក់ជាពិសេសឈិនយ៉ាងក្នុងហេតុការណ៍លើកនេះគេមិនត្រឹមតែដឹកនាំសមាជិកក្រុមដកថយដោយសុវត្ថិភាពនោះទេថែមទាំងរារាំងបិសាចកម្រិតខ្ពស់ទាំង3ក្បាលនោះតែម្នាក់ឯងទៀតហើយចុងក្រោយអាចយកជីវិតរស់ត្រឡប់មកវិញបានយ៉ាងអស្ចារ្យបិសាចកម្រិតខ្ពស់3ក្បាលរារាំងតែម្នាក់ឯងមិននឹងអាចទៅរួចគេត្រឹមតែជាសិស្សសោះនឹងមែនតើខ្ញុំឃើញផ្ទាល់នឹងភ្នែកឈិនយ៉ាងប្រយុទ្ធចេញពីលោកបិសាចនឹងតែម្នាក់ឯងហ្មងដូច្នេះហើយខ្ញុំសូមប្រកាសតែងតាំងឈិនយ៉ាងជាប្រធាននាយកដ្ឋានសន្តិសុខនៃតំបន់សុវត្ថិភាពមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះទៅអបអរសាទរប្រធានឈិនក្មេងសោះតែមានសមត្ថភាពអស្ចារ្យថ្ងៃក្រោយសូមជួយមើលថែផងណាប្រធានឈិនកូនស្រីខ្ញុំក៏នៅក្រុមពិសេសដែរថ្ងៃក្រោយទំនេរកុំភ្លេចមកលេងផ្ទះខ្ញុំផងណាមកចូលមួយឈិនយ៉ាងឥឡូវឯងជាប្រធានក្មេងជាងគេនៅតំបន់សុវត្ថិភាពហើយណាថ្ងៃក្រោយត្រូវជួយមើលខ្នងផងប្រកាសហើយអបអរសាទរផងអាកូនឈិនយ៉ាងឯងយ៉ាងអីត្រឹមជាសម្រាប់មកពីតំបន់អនិថាសំនឹងឈរនៅទីនោះដែរកន្លែងនោះគួរតែជារបស់អញជារបស់លោកពួយមិនព្រមងាប់ឲ្យបាត់ទៅបងហាឈិនយ៉ាងវារស់ត្រឡប់មកវិញហើយចុះពួកយើងគិតមិនទៅវាអាចរស់ត្រឡប់មកវិញអញក៏អាចធ្វើឲ្យវាងាប់ម្ដងទៀតបានដែរវិនឯងនៅចាំមនុស្សម្នាក់ដែលលោកពូធ្លាប់និយាយប្រាប់ទេបងចង់និយាយពីអភិបាលតំបន់សុវត្ថិភាពលេខ0851មែនទេលោកតាឈិនត្រូវហើយឈិនយ៉ាងវាជាស្អីទៅត្រឹមសម្រាប់មកពីតំបន់អនាថាសោះលោកតាឈិនគ្រាន់តែកម្រើកម្រាមដៃក៏អាចញីវាងាប់បានដែរយើងទៅរកគាត់ជំរាបសួរលោកប្រធានរសជាតិអំណាចបែបនេះតើសំហើយដែលចាំងឲ្យមិនព្រមលេងសោះទោះដល់ថ្ងៃស្លាប់ក៏ដោយស្ដាយណាស់ដែលគាត់ក្តាប់ជាប់ពេកដល់ថ្នាក់រត់ទៅខ្លួនឯងស្លាប់ហ្មងថ្ងៃនេះរឿងទី1គឺប្រកាសការតែងតាំងមួយឈិនវងបាទប្រធានចាប់ពីថ្ងៃនេះទៅឯងទទួលតំណែងជាប្រធានការិយាល័យសន្តិសុខនិងជាមេបញ្ជាការទីបញ្ជាការកងកម្លាំងពិសេសច្បាស់ទេរីកាលោកប្រធានរីច្បាស់ហើយសួស្ដីប្រធានឈិនបាទអរគុណលោកប្រធានទៅធ្វើការចោះនាយកដ្ឋានយើងធំណាស់ថ្ងៃមុខសូមពឹងអ្នកទាំងអស់គ្នាឲ្យប្រឹងប្រែងផងបាទប្រធានខ្ញុំឡើងបុណ្យលឿនពេកហើយដឹងខ្ញុំវាមនុស្សក្រៀតក្រឹមខ្លាចធ្វើឲ្យលោកបាត់មុខប្រធានឈិនគុំនិយាយច្រើនខ្ញុំឡើងបុណ្យមិននឹងអាចភ្លេចបងប្អូនយើងប្រធានខ្ញុំឈិនវឹងជាមនុស្សត្រង់និយាយពាក្យផ្អែមល្ហែមមិនសូវពូកែទេតែទៅថ្ងៃមុខរឿងរបស់ប្រធានគឺជារឿងរបស់ខ្ញុំទោះត្រូវលោតចូលទឹកពុះឬភ្លើងក៏ខ្ញុំមិនញើសដែរឲ្យតែលោកហាមាត់បានហើយកុំធ្វើសាច់រឿងពេកខ្ញុំមិនដែលចាត់ទុកឯងជាអ្នកដទៃទេតែរបស់ល្អមិនមែនឲ្យទេទោះចាំងឲ្យស្លាប់មែនតែខ្សែបណ្ដាញរបស់គាត់នៅមានឯងទៅស៊ើបមើលវាបន្តិចទៅអញ្ចឹងលោកប្រធានចង់មានន័យថាឲ្យស៊ើបរកក្នុងបង្អែករបស់ចាំងឲ្យមែនទេមែនហើយខ្ញុំចង់ដឹងថាតើអាមួយណាដែលមានដៃវែងដល់ម្លឹងយកកូនរឿងនេះខ្ញុំនឹងចុះស៊ើបដោយផ្ទាល់ទីនេះថាសំបីតែស្មើប៉ុន្មានសរសៃលើភ្នូដូនតាវាក៏រាប់ឲ្យលោកដឹងច្បាស់ដែរប៉ាសៀវយីកូនមកទីនេះបានម៉េចប៉ាសន្យាថាយប់នេះនឹងទៅផ្ទះឲ្យលឿននឹងអីកូននឹងម៉ាក់ចាំប៉ាយូរណាស់ទើបកូនមកតាមប៉ាតែម្ដងទៅសៀវយីឥឡូវប៉ាកំពុងរវល់ណាកូនព្រឹកស្អែកទើបប៉ាអាចទៅផ្ទះបានព្រមទេកូនហេពេលណាក៏ប៉ាថាយកស្អែកដែរកូនលេងជឿហើយ
ប៉ាចុះលោកពូម្នាក់នេះជានរណាគេសៀវយីនេះគឺជាមេរបស់ប៉ាណាថ្ងៃក្រោយកូនត្រូវហៅគាត់ថាពូឈិនណាជំរាបសួរលោកពូឈិនសួស្តីសៀវយីក្មួយអាយុប៉ុន្មានហើយសៀវយីអាយុ5ឆ្នាំហើយពូឈិនពូជាមេរបស់ប៉ាក្មួយអីចឹងពូកែណាស់មែនទេក៏អាចថាមើលថែខ្លួនឯងបានអីចឹងពូត្រូវការពារប៉ាក្មួយឲ្យល្អណាស់រាល់ដងពេលប៉ាចេញទៅបំពេញភារកិច្ចម៉ាក់លួចយំរហូតហ្មងបានពូសន្យានឹងក្មួយលយម្លេះអរគុណលោកពូឈិនប៉ាសន្យាថាយកច្បាប់សម្រាប់ស្អែកនាំកូនទៅលេងសួនកំសាន្តលើកនេះប៉ាមិនអាចក្រឡាសម្ដីទេណាទៅស្អែកទូមេក្រឡុំក៏ប៉ាជូនកូនទៅលេងដែរយេសប្បាយចិត្តណាស់លោកពូឈិនពូទៅលេងជាមួយគ្នាដែរទៅពូហេចាពូជាមេរបស់ប៉ាបើយើងទៅលេងជាមួយគ្នាពូប្រកាសជាមិនកាត់ប្រាក់ខែប៉ាទេមែនអត់ប្រធានបើអីចឹងស្អែកលោកនាំកញ្ញាស៊ូទៅជាមួយគ្នាទៅយើងទៅទាំងអស់គ្នាមនុស្សច្រើនសប្បាយជាងក៏បានអស់ចាណាកូនត្រូវទៅប្រាប់ម៉ាក់ថាស្អែកមានមនុស្សច្រើនណាស់ទៅលេងជាមួយកូនគឺវានឹងហើយដែលសម្លាប់ចាំងអៅគឺវានឹងហើយដែលសម្លាប់ចាំងអៅបាទគឺវានឹងឯងលោកតាឈិនអាឈិនយ៉ាងនឹងជាសម្រាប់មកពីតំបន់អានីថាគឺវានឹងហើយដែលលេងខូចធ្វើឲ្យលោកពូខ្ញុំស្លាប់នោះតំបន់អានីថាស្រមោចលូនចេញពីតំបន់អានីថាមួយក្បាលអាចសម្លាប់ចាំងអៅបានថែមទាំងអាចរស់ចេញពីលោកបេសាច់បានទៀតគួរឲ្យចាប់អារម្មណ៍ដែរលោកតាឈិនលោកតាកុំចាញ់បោកវាឲ្យសោះណាវាពូកែខាងលេងល្បិចចោខ្វក់ណាស់ថែមទាំងវីរកទៀតគ្រាន់តែឡើងកាន់តំណែងភ្លាមវាជន់កូនចៅរបស់លោកពូខ្ញុំទាំងអស់ហ្មងពូតាចាស់នៅតំបន់សុវត្ថិភាពគួរតែញាប់តាំងពីយូរហើយឥឡូវនេះវាជាទឹកដីរបស់វាហើយវាមិនដែលទុកលោកនៅក្នុងភ្នែកសោះហ្មងសៀវយីឈៀវយូកូនកុំរពើទៅលេងជាមួយពូចៅយ៉ាវសិនទៅប៉ារវល់បន្តិចទៀតសិនចាំប៉ាទៅយកចុះប៉ាអញសន្យាថាថ្ងៃស្អែកនាំកូនទៅសួនកំសាន្តតើប៉ាមិនអាចកុហកទេណាពូយើងត្រូវធ្វើកូនដៃសិនអ្នកកុហកគឺជាកូនឆ្កែអ្នកកុហកគឺជាកូនឆ្កែធ្វើកូនដៃសន្យា100ឆ្នាំក៏មិនប្រែដែរប៉ាល្អជាងគេហ្មងពូឈិនថេនក៏ល្អដែរប៉ានេះជាខ្សែដែលម៉ាក់ទើបតែក្រងឲ្យសៀវយីឈៀវយូយកវាមកឲ្យប៉ាភ្លាមហ្មងហេសៀវយីឈៀវយូក៏ល្អដែរបាទកូនស្រីសំណប់ចិត្តរបស់ប៉ាល្អជាងគេហើយលោកប្រធានយប់នេះខ្ញុំនឹងទៅស៊ើបអង្កេតផ្ទះចាស់របស់ចាំងអៅយ៉េងអៅកញ្ជ្រោងចាស់នោះមុនស្លាប់ចូលចិត្តលាក់ទុកផ្លូវក្រោយណាខាងក្នុងប្រកាសជាមានរបស់ដែលគាត់នឹងលាក់នោះប្រយ័ត្នប្រយែងផងទុកចិត្តចុះស៊ើបអង្កេតខ្ញុំពួកក្មេងសម័យឥឡូវពិតជាមិនចេះញៀតសោះហ្មងប៉ាអញ្ចឹងមែនជូនកាដូស្វាគមន៍វាបន្តិចទៅពូឈិនថេនមិនក៏ប៉ាមិនទាន់មកទៀតកូនសេះវើចិត្តបើកហើយកុំប្រាប់ណាថាប៉ាភ្លេចសៀវយីឈៀវយូទៀតហើយនោះសៀវយីឈៀវយូប៉ាប្រកាសជាស្ទះចរាចរណ៍តាមផ្លូវហើយរឿងដែលគាត់សន្យាជាមួយកូនពីម្សិលមិញមិននឹងអាចភ្លេចបាននោះមិនមែនពួកកូនបានធ្វើកូនដៃគ្នាតើត្រូវហើយមិនប្រកាសថាគាត់ទៅរៀបចំកាដូ surprise ឲ្យកូនក៏មិនដឹងប៉ាមកដល់ហើយចុះប៉ាទៅណាពូចៅយកចុះប៉ាខ្ញុំមិនមកប៉ាតែងតែអញ្ចឹងមកនិយាយមិនរក្សាពាក្យសម្ដីជាមនុស្សកុហកសៀវយីឈៀវយូលេងនិយាយជាមួយប៉ាទៀតហើយមានរឿងអីចេញវឹងឆាន់វែងទៅណានិយាយមកចេញវឹងលោកប្រធានក្រុមគាត់ពូឈិនខេនបងស្រីស៊ូតើមានរឿងអីកើតឡើងចុះប៉ាទៅណាតើប៉ាកំពុងដេកនៅទីនេះមែនទេសៀវយីឈៀវយូសៀវយីឈៀវយូសៀវយីឈៀវយូប៉ាមិននៅទីនេះទេចាំបងនាំកូនទៅលេងខាងក្រៅសិនចាំប៉ាមកណាមានរឿងអីក្បាលរបស់គាត់ទៅណាលោកប្រធានឈិនថេនក្មេងសោះតែមានសមត្ថភាពខ្ញុំឈ្មោះជេនធីនសុងឈិនចុងជាអ្នកទទួលខុសត្រូវតំបន់សុវត្ថិភាព086នៅមិនទាន់បានអបអរសាទរលោកឡើងតំណែងនៅឡើយទេអបអរសាទរផងអ្នកទទួលខុសត្រូវតំបន់សុវត្ថិភាព086កុំប្រាប់ណាថាជាក្នុងបង្អែករបស់ចាំងអៅយ៉េងអៅអាយ៉ាលោកប្រធានឈិនថេនអ្នកដែលដេកនៅលើគ្រែនេះគឺលោកតាជេនឆេនលោកមិនទាន់ដឹងរឿងទេនេះគឺជាលោកប្រធានការិយាល័យជេនឆេនដែលទើបតែចូលកាន់តំណែងថ្មីយប់មិញពេលកំពុងតាមដានតម្រុយក៏សំណាងអាក្រក់ប៉ះចំពោះស្រូវហើយក៏បានភ្លីយ៉ាងក្លាហានថាម៉េចប្រធានការិយាល័យដែលក្មេងហើយមានសមត្ថភាពម្នាក់ត្រូវភ្លីបែបនេះទៅវិញនេះជាការបាត់បង់ដ៏ធំធេងមួយសម្រាប់តំបន់សុវត្ថិភាពរបស់យើងហើយប្រៀបបានដូចជាលោកប្រធានការិយាល័យចាំងអៅយ៉េងអៅដែលបានភ្លីការពីមុនអញ្ចឹងដែរសុទ្ធតែជាសទ្រូងរបស់តំបន់សុវត្ថិភាពនិយាយថាស្លាប់គឺស្លាប់បាត់ហ្មងគឺឯងលោកប្រធានឈិនថេននិយាយពីអីហ្នឹងអីគេគឺខ្ញុំនោះអូមែនហើយខ្ញុំមើលថាលោកប្រធានជេនឆេននៅមានកូនស្រីម្នាក់ទៀតពិតជាគួរឲ្យអាណិតណាស់អាយុប៉ុណ្ណឹងសោះក៏គ្មានប៉ាទៅហើយថ្ងៃក្រោយត្រូវជួយមើលថែផងកុំឲ្យមានរឿងអាក្រក់កើតឡើងនាំឲ្យកូនចៅផ្សេងទៀតបាក់ទឹកចិត្តណាអញប្រកាសជាមិនលើកលែងឲ្យឯងទេវើយកុំអីកាលពីលោកតាជេនឆេនឈិនយ៉ាងខិនយ៉ាងអញក្លឹមធំណាស់ហ៊ានវាប្រហារអ្នកទទួលខុសត្រូវតំបន់សុវត្ថិភាពនៅទីសាធារណៈទៀតអញដឹងទេថាជាបាត់ល្មើសអីគឺប្រឆាំងមនុស្សជាតិឯងចង់ឡើងតុលាការសហព័ន្ធមែនទេលោកប្រធានត្រូវទប់អារម្មណ៍សិនកុំចាញ់បោកទៅជួយរបស់ហ៊ានតែវីមែនគឺចប់ហើយក្មួយប្រុសកុំឆេវឆាវពេកអី
ខ្ញុំដឹងថាកូនចៅអញបានពលីពិបាកទប់អារម្មណ៍បន្តិចហើយប៉ុន្តែនៅក្នុងតំបន់សុវត្ថិភាពនេះមនុស្សស្លាប់រាល់ថ្ងៃមានច្រើនណាស់តើអញរវល់ខ្វល់ខ្វាយអស់ទេលោកប្រធានឈិនខេនពួកយើងទើបតែជួបគ្នាលើកដំបូងខ្ញុំក៏មិនបានរៀបចំកាដូអីធំដុំដែររបស់តូចមួយនេះចាត់ទុកជាកាដូស្វាគមន៍ទៅចុះសូមលោកប្រធានឈិនខេនទទួលយកដោយក្តីរីករាយផងឈិនយ៉ាងខេនយ៉ាងប្រញាប់យកទៅនេះជាទឹកចិត្តរបស់លោកតាចេនអញមិនអាចបដិសេធបានទេណាបើអញ្ចឹងខ្ញុំលែងរំខានទៀតហើយលោកប្រធានឈិនខេនពួកយើងនៅមានពេលជួបគ្នាច្រើនទៀតក្មេងស្រីតូចនេះគួរឲ្យស្រឡាញ់ណាស់ហាចេនធានសុងឆេនសុងអញចង់ឲ្យអញងាប់ចេនធានសុងឆេនសុងអញចង់ឲ្យអញងាប់លេងឈិនយ៉ាងខេនយ៉ាងគាត់ជាអ្នកទទួលខុសត្រូវតំបន់សុវត្ថិភាពបើអញវីគាត់នៅទីនេះគឺជាបាត់ក្បត់ជាគាត់អាចសម្រាប់អញនៅនឹងកន្លែងបានអញចង់ឲ្យចេញហ្វឹងលោកប្រធាននេះជាមិនបញ្ជូទេបើអញវីគឺចប់ទាំងអស់ហើយក្រុមទាំងមូលក៏ចប់ដែរឈិនយ៉ាងខេនយ៉ាងពួកយើងច្បាស់ជាសងសឹកវិញប៉ុន្តែមិនមែនពេលនេះទេយោទេពូឈិនថេនអ្នកដែលដេកនៅទីនោះគឺជាប៉ារបស់ស៊ីវយីឈៀវយូមែនទេពូឈិនខេនប៉ារបស់ស៊ីវយីឈៀវយូតែស្លាប់បាត់ទៅហើយមែនទេមិនមែនទេស៊ីវយីឈៀវយូប៉ារបស់កូនគាត់ទៅកន្លែងមួយដែលឆ្ងាយខ្លាំងណាស់ដើម្បីទៅបំពេញបេសកកម្មហើយពូកុហកស៊ីវយីឈៀវយូអាយុ5ឆ្នាំហើយជាក្មេងធំហើយស៊ីវយីឈៀវយូមិនយំទេប៉ាធ្លាប់ប្រាប់ថាគាត់ជាវីរបុរសការពារតំបន់សុវត្ថិភាពទោះបីជាថ្ងៃណាមួយគាត់ស្លាប់ក៏ស្លាប់ក្នុងការប្រយុទ្ធយ៉ាងអង់អាចដែរប៉ាធ្លាប់ប្រាប់ស៊ីវយីថាការស្លាប់ដើម្បីការពារតំបន់សុវត្ថិភាពគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតហើយចង់ឲ្យស៊ីវយីត្រេកអរជំនួសគាត់ពូឈិនយ៉ាងប៉ាស៊ីវយីជាវីរបុរសដែលលះបង់ជីវិតការពារតំបន់សុវត្ថិភាពមែនទេពូឈិនយ៉ាងប៉ាស៊ីវយីជាវីរបុរសដែលលះបង់ជីវិតការពារតំបន់សុវត្ថិភាពមែនទេពូមែនហើយស៊ីវយីប៉ាក្មួយជាវីរបុរសអស្ចារ្យបំផុតនៅតំបន់សុវត្ថិភាពយើងគាត់បានជួយមនុស្សច្រើនណាស់គ្រប់គ្នានឹងចងចាំគាត់ជារហូតហ្មងស៊ីវយីពេលប៉ាក្មួយទៅសភាពគាត់មើលទៅមិនសូវល្អទេក្មួយគ្រាន់តែចងចាំស្នាមញឹមគាត់ទៅបានហើយណាចាពេលប៉ាញឹមគឺសង្ហាជាងគេហ្មងស៊ីវយីចាំបងជូនឯងទៅផ្ទះវិញណាម៉ាក់កំពុងចាំនៅផ្ទះហើយគឺប្រធានឈិនមែនទេបងវឹងឧស្សាហ៍និយាយពីលោកណាស់អញ្ជើញអង្គុយផ្ទះរៀងតូចចង្អៀតបន្តិចហើយកុំប្រកាន់អីណាជំរាបសួរបងស្រីនេះជាទឹកចិត្តបន្តិចបន្តួចពីខាងផ្នែកសន្តិសុខយើងចាអរគុណហើយប្រធានឈិនមិនបាច់លួងខ្ញុំទេខ្ញុំដឹងមុនហើយថានឹងមានថ្ងៃនេះឈិនហ្វឹងជាអ្នកប្រយុទ្ធជាកងកម្លាំងពិសេសជាអ្នកការពារតំបន់សុវត្ថិភាពស្លាប់ក្នុងដៃពួកអតិទេពវាជាវាសនាគាត់ទៅហើយប្រធានឈិនបងហ្វឹងធ្លាប់និយាយថាលោកជាមនុស្សដែលអាចធ្វើរឿងធំបានគាត់សប្បាយចិត្តណាស់ដែលបានធ្វើការជាមួយលោកបងស្រីថែរក្សាសុខភាពផងឈិនយ៉ាងឯងចង់ទៅណាទៅទាមទារយុត្តិធម៌ឈិនហ្វឹងប្រធានលោកទៅមិនបានទេថយចេញប្រធានឈិនធានសុងមិនមែនយើងចេះតែហ៊ានប៉ះទេលោកទៅពេលនេះគឺយកជីវិតទៅចោលហ្មងឈិនយ៉ាងឯងស្ងប់អារម្មណ៍បន្តិចទៅឈិនធានសុងជាចាស់ទុំក្នុងតំបន់សុវត្ថិភាពជាអនុប្រធានសមាគមអ្នកប្រយុទ្ធឯងទៅបែបនេះគឺប៉ុនប៉ងធ្វើឃាតជាសាធារណៈនឹងត្រូវគេកាត់ទោសប្រហារជីវិតភ្លាមមិនខានកាត់ទោសក្បាលរបស់ឈិនហ្វឹងនៅក្នុងប្រអប់នោះប្រពន្ធគាត់ពីការអង្គុយរទេះកង់កូនស្រីគាត់បាត់បង់ប៉ាគាត់មិនបានស្លាប់ក្រោមដៃអតិទេពទេគាត់ត្រូវមនុស្សយើងឯងសម្លាប់តាវើយឯងមកនិយាយច្បាប់ទម្លាប់ជាមួយអញតែវារឿងផ្សេងគ្នាទេប្រធានក្នុងបង្អែកឈិនធានសុងធំណាស់ពួកវាដេកតែចាំរកលេសចាត់ការលោកទេលោកកំពុងតែដើរចូលអន្ទាក់ពួកវាហើយគិតដល់ប្រពន្ធឈិនហ្វឹងផងគិតដល់ស៊ីវយីផងបើលោកដួលរលំតើនរណាជាអ្នកការពារពួកគាត់បើថ្ងៃនេះអញមិនទៅទើបអញពិតជាការពារពួកគេមិនបានមែនច្បាប់គឺបង្កើតមកដើម្បីការពារអ្នកខ្សោយមិនមែនយកមកធ្វើជាខែការពារឃាតក៏ទេវើយបើច្បាប់តំបន់សុវត្ថិភាពចាត់ការវាមិនបានអញនឹងប្រើច្បាប់របស់អញយើងអាចប្រមូលភស្តុតាងអាចរាយការណ៍ប្រាប់អភិបាលតំបន់គង់តែមានវិធីផ្សេងទេទម្រាំរកភស្តុតាងគ្រប់ធាតុរបស់ឈិនហ្វឹងត្រជាអស់ទៅហើយវើយប្រធានពួកយើងដឹងថាលោកពិបាកចិត្តតែសង្គមនេះវាអញ្ចឹងឯងយើងរស់ក្នុងពិភពលោកដ៏សាហាវខូខើនេះរាល់ថ្ងៃសុទ្ធតែមានអ្នកស្លាប់មានតែទ្រាំទេទើបអាចរស់បានទ្រាំបងប្អូនអញស្លាប់បាត់ហើយសូម្បីសាកសពក៏រកមិនឃើញផងតើឲ្យអញទ្រាំទៀតឲ្យអញញឹមដាក់សត្រូវរបស់វាទៀតមែនទេឈិនយ៉ាងខ្ញុំមិនមានន័យអញ្ចឹងទេចប់ហើយមានរឿងធំហើយឆាប់ទៅរកអភិបាលតំបន់ទៅឈប់សិនទីនេះជាភូមិគ្រឹះរបស់អភិបាលឈិនអ្នកហ៊ានចូលដោយគ្មានការអនុញ្ញាតសម្រាប់មិនលើកលែងចាំអញនៅខាងក្រៅឈិនយ៉ាងពិតជាគ្មានវិធីផ្សេងមែនទេយើងអាចរាយការណ៍ប្រាប់អភិបាលតំបន់យើងអាចរកភស្តុតាងតើប្រពន្ធឈិនហ្វឹងកំពុងរងចាំចម្លើយកូនស្រីគាត់កំពុងរងចាំយុត្តិធម៌ខ្ញុំរងចាំលេងបានហើយ
ចុះចំណែកផលវិបាកវិញលោកធ្លាប់គិតពីផលវិបាកទេមិនសំខាន់ទេផលវិបាកនោះវាធ្លាក់លើខ្ញុំឬជាស្អីក៏ដោយខ្ញុំមិនខ្វល់ទេឈិនយ៉ាងលោកត្រូវតែរស់ត្រឡប់មកវិញណាលោកម្ចាស់ឈិនលោកពិតជាឆ្លាតវៃមែនអាល្ងងឈិនយ៉ាងនោះពិតជាស៊ីនុយមែនហើយលោកម្ចាស់អាល្ងងឈិនយ៉ាងនេះហ៊ានលះបង់ជីវិតដើម្បីតែប្រធានក្រុមតូចតាចដែលងាប់បាត់ទៅហើយសុកចិត្តបំបុកចូលរួមខ្លាដែលលោកម្ចាស់បានរៀបចំទុកវាពិតជាមិនស្គាល់ពាក្យថាស្លាប់មែនក្មេងសម័យនេះដើម្បីតែពាក្យថាយុទ្ធធម៌និងមនោសញ្ចិតនាស្អីគេនឹងល្ងងគួរឲ្យស្រឡាញ់មែនតែអញ្ចឹងក៏ល្អថ្ងៃនេះអញនឹងឲ្យមនុស្សពេញមួយតំបន់សុវត្ថិភាពនេះបានឃើញថាអ្នកដែលហ៊ានតូជាមួយឈិនធានសុងវាមានចុងបញ្ចប់បែបណាកម្រិតជិនសិនដល់ទៅ3នាក់រៀបធំដុំក្រាន់បាម៉ងយ៉ោឈិនយ៉ាងអញពិតជាហ៊ានមកមែនវើយឈិនយ៉ាងឲ្យឈិនយ៉ាងអញស្មានតែអញឆ្លាតប៉ុណ្ណាទៅនឹកស្មានមិនដល់ថាល្ងងយ៉ាងនេះសោះដើម្បីតែអាឈិនហ្វឹងដែលងាប់បាត់ទៅហើយនឹងអញហ៊ានមកកន្លែងរបស់លោកម្ចាស់ឈិនតែអញមែនអញចប់ហើយនេះគឺជាការប៉ុនប៉ងឃាតកម្មលើអ្នកទទួលខុសត្រូវតំបន់សុវត្ថិភាពទោះស្មើនឹងក្បត់ជាតិអញប្រកាសជាស្លាប់មិនខានឈិនយ៉ាងត្រឹមមនុស្សថ្នាក់ទាបម្នាក់ស្លាប់ក៏ស្លាប់ទៅហើយសូមឲ្យអញបដូរជីវិតដំឡើងទេស្ដាយដែលឥឡូវអញឡើងជាប្រធានហើយតែការគិតនៅតែដែរអ្នកចេញមកពីតំបន់អនាថាគឺនៅតែជាអ្នកតំបន់អនាថាអញ្ចឹងរំខានអ្នកទាំង3ចេញដែរហើយរំខានអ្នកទាំង3ចេញមកហើយលោកតាចិនបានផ្ដាំថាគាត់ចង់បានរស់ហេត្រឹមអាសាច់ខ្ចីមួយសោះដល់ថ្នាក់ឲ្យពួកយើងទាំង3ចេញមុខព្រមគ្នាឲ្យតម្លៃវាពេកហើយប្រញាប់បញ្ចប់ទៅកុំឲ្យខាតពេលប្រយ័ត្នលោកតាចិនរងចាំយូរអ្នកណាចេញមុនអញទៅចុះចាត់ទុកថាបានបន្ធូរសរសៃមកឈិនយ៉ាងត្រៀមទទួលយកទៅនេះជាកម្រិតកម្ពូលដែលមួយជីវិតនេះឯងគ្មានថ្ងៃឈោងដល់ទេអាល្អិតស្លាប់ក្រោមដៃអញជាកិត្តិយសរបស់អញហើយចាំទុកថាអ្នកដែលសម្លាប់អញឈ្មោះគូចៅថ្លង់ណាស់វើយចិនធានសុងលោកឯងគិតថាខ្ញុំឈិនយ៉ាងគ្រាន់តែជាអមនុស្សមានតែបាតដៃទេមែនទេបើមិនទាន់ទម្លុះដល់កម្រិតកម្ពូលទេខ្ញុំមកទីនេះដើម្បីស្វែងរកសេចក្តីស្លាប់ធ្វើអីតំណែងជាប្រធាននេះវាស៊ីផុយជាងតំណែងអនុប្រធានពីមុនឆ្ងាយណាស់មិននឹងអាចទៅរួចឯងបានធ្វើអីហ្នឹងឈិនយ៉ាងឯងកុំតន់អស់ឯងច្បាស់ជាលួចលេងល្បិចស្មោកគ្រោកពីក្រោយខ្នងហើយនៅទីនេះមានកម្រិតកម្ពូល2នាក់ទៀតថ្ងៃនេះឯងច្បាស់ជាស្លាប់មិនខានអញចេញថ្មងកម្លាំងខ្លាំងគួរសមតែសម្រាប់ខ្ញុំពេលនេះគឺមានតែប៉ុណ្ណឹងឯងថោកទាបណាស់ក៏ល្បិចសង្គ្រាមគឺមានតែអាល្អិតល្ងងខ្លៅដូចជាអញទេទើបជឿលើការវាមួយទល់នឹងមួយដោយយុទ្ធធននោះនិយាយបានល្អឈិនយ៉ាងដើម្បីអាចឆ្កែចិនហ្វឹងនោះអញហ៊ានបោះបង់សម្បីតែជីវិតមកនិយាយរឿងគុណធម៌ជាមួយពួកយើងល្ងងគ្មានលេខខ្មងចូលមកទាំងអស់គ្នាមកឲ្យចំណេញពេលមិនអាចទៅរួចទេវាជាមួយកម្រិតកម្ពូល2នាក់ហើយនៅតែមិនចាញ់ប្រៀបទៀតអាសម្រាមឈិនយ៉ាងនេះវាស្ថិតនៅកម្រិតណាទៅឬមួយវាคล้ายជាមនុស្សទី2បន្ទាប់ពីតួអង្គគ្រឿងព្រេងនិទាននោះឈិនយ៉ាងអំបាញ់មិញឯងមិនគ្រាន់បើណាស់មែនទេឥឡូវមិនក៏មិននិយាយអីចឹងនៅចង់ខ្លាំងទៀតអត់សម្លាប់វាទៅប្រញាប់សម្លាប់វាទៅកាប់វាឲ្យខ្ទេចជាចំណែកទៅចប់ត្រឹមនឹងហើយមែនទេចិនហ្វឹងខ្ញុំសុំទោសបញ្ឈប់ដៃទាំងអស់គ្នាភ្លាមលោកប្រធានតំបន់វាងលោកនាំមនុស្សសម្រុកចូលភូមិគ្រឹះលោកតាចិនតាចង់ធ្វើអីតើតំបន់សុវត្ថិភាព085របស់លោកចង់ប៉ះបោជាមួយអាល្អិតនេះមែនទេប៉ះបោខ្ញុំក៏ចង់សួរដែរពួកអញហ៊ានវាប្រហារអ្នកទទួលខុសត្រូវតំបន់សុវត្ថិភាពយ៉ាងឃ្លានបែបនេះតើមានទោសអ្វីពួកអញដឹងទេវាប្រហារអ្នកទទួលខុសត្រូវលោកប្រធានតំបន់វាងភ្នែកលោកខ្វាក់ទេដឹងពួកយើងកំពុងដោះស្រាយជាមួយអាឆ្កែឆ្កួតដែលហ៊ានសម្រុកចូលផ្ទះគេតើឆ្កែឆ្កួតអីមិនក៏ខ្ញុំមិនឃើញអញ្ចឹងខ្ញុំគ្រាន់តែទទួលបានសេចក្តីរាយការណ៍ថាទីនេះមានលាក់ខ្លួនឧក្រិដ្ឋជនធ្ងន់ធ្ងរដែលបង្កគ្រោះថ្នាក់ដល់តំបន់សុវត្ថិភាពរដ្ឋមន្ត្រីសន្តិសុខបានចេញមុខដោយផ្ទាល់ហើយបញ្ជាឲ្យខ្ញុំមកចាប់ខ្លួនវាក្នុងពេលចាប់ខ្លួនបើមានឧក្រិដ្ឋជនណាមិនស្គាល់ទាបខ្ពស់ហ៊ានរឹងរូសទៅវាហើយត្រូវសម្លាប់ចោលនៅនឹងកន្លែងនោះបន្ទោសបានត្រឹមតែភាពផ្សេងរបស់វាខ្លួនឯងប៉ុណ្ណោះតើវាតាក់ទងអីនឹងតំបន់សុវត្ថិភាពយើងទៅល្អណាស់លោកប្រធានតំបន់វាងលោកកំពុងតែគំរាមលោកតាចិនហើយតើមិនស្រួលទេវាឡើងទៅលើហើយប្រញាប់រារាំងវាទៅចេញឲ្យឆ្ងាយអ្នកទាំងអស់គ្នាគួរតែបារម្ភពីខ្លួនឯងសិនទៅល្អជាងអាចនៅរស់រានមានជីវិតឡើងមកដល់ទីនេះពីការវាយប្រហាររបស់កម្រិតកម្ពូលទាំង3ឈិនយ៉ាងឯងពិតជាមិនធ្វើឲ្យឯងខកបំណងមែនអាតាចាស់កុំនិយាយច្រើនអីបន្តិចទៀតឯងកាន់តែមិនខកបំណងទៀតក្មេងឈាមរាវពេកនេះនឹងអាយុខ្លីណាស់តាមពិតអញកោតសរសើរឯងណាស់ជាងប្រថុយជីវិតដើម្បីអាគុណធម៌ស្អីគេនោះផ្លាស់ប្ដូររបៀបរស់នៅវិញល្អជាងទេដឹងចូលរួមជាមួយពួកយើងមកចូលរួមជាមួយពួកឯងដើម្បីក្លាយជាសត្វត្រឆានផឹកឈាមរាសដូចជាឯងអញ្ចឹងមែនទេនេះគេហៅថាសណ្ដាប់ធ្នាប់
ពិភពលោកនេះពីដើមមកគឺអយុធធម៌បែបនេះឯងពួកអ្នកនៅថ្នាក់ក្រោមគ្រាន់តែជាជាតិសម្រាប់ចិញ្ចឹមអរិយធម៌ប៉ុណ្ណោះឲ្យតែឯងយល់ព្រមឯងនឹងក្លាយជាមនុស្សនៅកំពូលនៃតំបន់សុវត្ថិភាពនេះអំណាចឋានៈនិងធនធានអាចក្តោបក្តាប់ជីវិតអ្នកដទៃបានតាមចិត្តទាំងអស់នេះគឺអាស្រ័យលើការសម្រេចចិត្តរបស់ឯងហើយខ្ញុំខ្ពើមណាស់ពិតជាក្បាលរឹងមែនឯងស្មានថាខ្លួនឯងកំពុងសង្គ្រោះពិភពលោកមែនទេតាមពិតឯងគ្រាន់តែខ្ជិះខ្ជីទេពកោសល្យរបស់ឯងប៉ុណ្ណោះបើឯងជ្រើសរើសផ្លូវមួយនេះហើយអញនឹងបង្រៀនឯងដោយផ្ទាល់ថាតើឋានៈទាបខ្ពស់វាមានន័យយ៉ាងម៉េចសម្ពាធបែបនេះលោកឯងមិនមែនត្រឹមកម្រិតកំពូលទេលោកឯងទម្លុះដល់កម្រិតនោះហើយមែនទេកម្រិតកំពូលហ៎នោះជាកម្រិតដែលអញលេងសតាំងពីប៉ុន្មានឆ្នាំមុនម្លេះឯងយឺតពេកហើយក៏ខ្សោយពេកដែរដើម្បីតែអាសម្រាមចិនហ្វឹងមួយសោះឯងហ៊ានសម្រុកចូលកន្លែងឯងតែឯងផងវាស្លាប់ដូចជាសត្វឆ្កែនេះថាអញ្ចឹងរបៀបដែលឯងស្លាប់គឺកំ pl ែងហ្មងឈិនហ្វឺងគឺជាអ្នកចម្បាំងពួកប៉ារ៉ាស៊ីតដែលសំងំតែក្នុងពំភ្លុកដូចជាឯងនេះគ្មានថ្ងៃយល់ទេអ្នកចម្បាំងហាសនៅក្នុងភ្នែកអញពួកឯងទាំងអស់គ្នាគ្រាន់តែជាសត្វល្អិតដ៏ថោកទាបប៉ុណ្ណោះបង្រៀនមេរៀនឲ្យឯងរួចអញនឹងប្រកាសឲ្យគ្រប់គ្នាបានដឹងពីចុងបញ្ចប់នៃពួកដែលហ៊ានប្រឆាំងនឹងច្បាប់ឈិនយ៉ាងអញធ្លាប់ឲ្យឱកាសឯងហើយឯងមានឋានៈខ្ពស់មានអំណាចចាយមិនអស់មានស្រីញីរាប់មិនអស់តែឯងបែរជាហ៊ានលះបង់ដើម្បីអាសត្វល្អិតឈិនហ្វឺងនោះទើបចង់ទល់ជាមួយអញឲ្យតតែបានល្ងងគ្មានគូប្រៀបមែនល្ងងឬអត់ខ្ញុំមិនដឹងទេប៉ុន្តែដូចដែលពួកឯងសម្លាប់ឈិនហ្វឺងអញ្ចឹងវាអត់ត្រូវការហេតុផលទេខ្ញុំមកសម្លាប់ឯងក៏ដោយសារតែអញមើលមុខពួកឯងមិនចូលភ្នែកវើយធម្មពលកម្រិតបង្ក្រាបទេវៈបញ្ចេញធម្មពលពីជាតិទេវៈគ្រាន់តែជាការត្រដររបស់សត្វចិត្តងាប់សោះងាប់ទៅហេមិននឹងអាចទៅរួចអញឡើងដល់កម្រិតកំពូលហើយតើមិនក៏អាចចាញ់ឯងត្រឹមមួយក្បាច់អញ្ចឹងឯងមិនមែននៅកម្រិតការពារជាតិទេតើឯងជាបិសាចស្អីឲ្យប្រកាសនឹងឈិនយ៉ាងមានអីយើងនិយាយគ្នាសិនមកឯងចង់បានអីអញឲ្យទាំងអស់អំណាចឋានៈអញប្រគល់ឲ្យឯងទាំងអស់អំបញ្ញមិញឯងទើបតែនិយាយថាឈិនហ្វឺងនៅក្នុងភ្នែកឯងគ្រាន់តែជាសត្វល្អិតមួយចុះឯងគិតថាឯងនឹងគេនៅក្នុងភ្នែករបស់ខ្ញុំមានអីខុសគ្នាដែរឬទេឈិនយ៉ាងគុំសម្រាប់ខ្ញុំអីឲ្យតែឯងដោះលែងខ្ញុំលុយស្រីញីចង់បានអីគ្រួសារឈិនខ្ញុំនឹងឲ្យទាំងអស់អ្វីគ្រប់យ៉ាងរបស់គ្រួសារឈិនគឺជារបស់ឯងឈិនយ៉ាងគុំសម្រាប់ខ្ញុំឲ្យតែឯងដោះលែងខ្ញុំលុយស្រីឯងចង់បានអីគ្រួសារឈិនខ្ញុំឲ្យទាំងអស់ដើម្បីតែប្រធានក្រុមថ្នាក់ទាបម្នាក់សម្រាប់ម្នាក់សោះវាមិនមានតម្លៃទេមិនមានតម្លៃមែនទែនលុយស្រីញីនៅក្នុងភ្នែករបស់ឯងជីវិតមនុស្សមួយមានតម្លៃត្រឹមតែរបស់អស់ទាំងនេះទេហ៎តើឯងចាត់ទុកជីវិតមនុស្សជាស្អីឲ្យប្រកាសហាសឈិនយ៉ាងគុំលេងខ្ញុំទៅខ្ញុំជាអ្នកទទួលខុសត្រូវតំបន់សុវត្ថិភាពណាបើឯងសម្លាប់ខ្ញុំឯងក៏មិនបានសុខដែរឯងរត់មិនរួចទេឈិនយ៉ាងឯងនៅក្មេងអនាគតនៅវែងឆ្ងាយណាស់តើឯងពិតជាចង់ព្រោះតែប្រធានក្រុមតូចតាចម្នាក់បំផ្លាញអនាគតខ្លួនឯងអញ្ចឹងហ៎ឈិនយ៉ាងខ្ញុំខុសហើយខ្ញុំពិតជាខុសមែនសូមអង្គវរែងលើកលែងឲ្យខ្ញុំម្ដងនេះទៅខ្ញុំលែងហ៊ានទៀតហើយយល់ព្រមទេឯងមិនដែលគិតថាខ្លួនឯងខុសទេថាម៉េចឯងមិនមែនដឹងថាខ្លួនឯងខុសនោះទេឯងគ្រាន់តែដឹងថាខ្លួនឯងចិត្តងាប់ទើបនិយាយបែបនេះបញ្ឈប់ទៅឈិនយ៉ាងឈប់ភ្លាមឈប់ឈិនយ៉ាងឯងសម្រាប់លោកតាចាស់ឈិនឯងហ៊ានសម្រាប់គាត់មែនហ៎អាឈួតឯងពិតជាឈួតមែនឯងចប់ហើយចប់សពគ្រប់ហើយឈិនយ៉ាងឯងបង្ករឿងធំហើយដឹងទេរឿងនេះខ្ញុំលែងអាចជួយបិទបាំងឲ្យឯងបានទៀតហើយហ៊ានសម្រាប់មេដឹកនាំតំបន់សុវត្ថិភាពនៅទីសាធារណៈទាំងសាក្សីទាំងភស្តុតាងគឺមានគ្រប់គ្រាន់ឯងនឹងត្រូវបញ្ជូនទៅតុលាការកំពូលសហព័ន្ធភ្លាមលទ្ធផលតែមួយគត់សម្រាប់ឯងគឺការប្រហារជីវិតទេមិនអាចទេបងនឹងមិនអីទេការិយាល័យសន្តិសុខសហព័ន្ធកំពុងអនុវត្តច្បាប់គ្រប់គ្នាហាមកម្រើកឈិនយ៉ាង
anh chọc cho pi bọt kia cầm lời chân thiên sông mê đập nom đập bón xôn pram bay pram mùi ai lời ní dương chắp khuôn anh tam chbab lên cọt tờ phụ lúc mình ai chắp cọt tờ tề ta vi miên đầm lại tế tầm bấy tay yutt thua mùi nâng xúc chất đô nâng chỉ vật khuôn anh ảnh trắng miên đầm lại ta hai khi nhung slap co mình đai còi đai to tờ lúc apiba ta bất chỉ miên vị thiệp sen tiệt tề ha như vậyชิ้นยางบ้านสำหรับเมดักน้อมดับบอลสวัสดิภาพอย่างเคลื่อนนี่จีกาบ่มปีนฉบับสหปอนอย่างทงุนทงอสำนมเรื่องนี้เตอร์โพลิสหปอนตัวบรรทุกต่อแต่มาดองวิหูปีแดนสมัติเกตระบอบดับบอลโซนปรามใบปรามยังบัตเตอร์หายขยมขมิ้นสมัติภาพจุยเตเจ้าโลกใจกรอมเว้นเอาแต่ไอโรคมนุษย์ได้มีนภาพยุทธทอมเนี่ยให้ประกอบโพสต์ต่างปีกมห้องระบอบเช่นทินทรงเตกอดชิ้นยางประกอบจีมีนสังคมใจกรอมเลือกนี้คือสมาชิกสภาซึ่งลูกใส่ซึ่งกอดระบายขังมุกได้ยุทธทอประจำสหปอนมันยกโยสักยีดบองปอนไอแต่งอเอาไว้ได้กอดสอบบ่มพดคือเนี่ยได้บ่มพลานฉบับหนึ่งสเตอร์พีบมุกได้ยุทธทอมันเมนจีเรื่องอเตฮะเอาแต่ยังอาจเป็นเจตาเช่นทินทรงสำหนึ่งสลับเมนูในขนมพเนกอดขมินไฮพอสไอแต่อาจทมจริงฉบับสหปอนบานลอยชิ้นยางสำหรับมนุษย์ในตีซาเทรณะสะไซโพสตางมีนกรุบกรอนนี่คือจิกาโปรเมฉบับสหปอนอย่างทงุนทงอบ่มพดขยมคลายแต่เลิกนี้เกมันอาจฉลองพดเตชิ้นยางจีรถมันตรีสันตศกดับบอลโซนปรามใบปรามทลบสร้างสนาได้จีจรานขนงกาบอสสมอาดปูเตเวะกู้แต่จีโมตนาพีบระบอดับบอลสวัสดิภาพยืงแต่โลกใบจีบันดอยคลูนเอาเทะจ่อปมปีนฉบับสหปอนอย่างจ่อโลกบ้านสำหรับสมาชิกสภาสหปอนเช่นที่ชิ้นยางเรื่องเช่นเทียนทรงได้โลกบ้านนิเยขยมหนึ่งจ่อเสื้อบังเกตได้ตัวบนใต้เปนี้วิมันเมนจิเลสำหรับเอาโลกรุยคลูนหนุเตโพสต์ตั้งระบอโลกปัจจิฉบานะโลกเต้าแต่ตัวโยกากัดกระไดจงกรอยปีสหปอนชิ้นยางตัวลากากัมพูสหปอนบ้านสำหรับจัดกัดตัวโลกสงัดมีเรื่องไอ้นังโลกใช้สมาชิกสภาสัญญาประกาศอาซันกำลังผู้เตวะตุจิรกัมพงวีโลกดับบอลสวัสดิภาพหายจูมุกตบเลงจอบหายผู้เตวะวีโลกเมนเต้นี่อาจีออกการระบอบชินอย่างหายโลกฮามิเตวะวีโลกเป็นจีกองกำลังฉลาดตีมวยระบอบสหปอนเพลียมเตอร์มันต้อนเตโลกใส่ตัดช่างผลลดเพลิงเจ็ดมันบานเตจอบโลกกระทากูทั่วอย่างไม่ตุกดับบอลโซนปรามไปปรามวินิหันจังฮะเอาเกเตอร์เกจีเนี่ยมีนทำโปกุมรัดกัมพูเกหินสำหรับโลกตาเจนเกจบ้าชีสำหรับเตวะบานเอาเกเตอร์บังกราปูวีเตอร์ดัมเบลเลียงบาบชุดแมนเกจีเนี่ยตัวทุนนะบาลังเกตาเกิดอย่างไม่บาเกชลิดเอาการรถเกตนุเกมันรถเตโลกใส่ชิ้นยางเกมันทั่วอันจังเตรีกาโลกใส่คือจีเตวะกุมรัดปูจินเจียงคังเจียงเตอร์วีบอมไบไฮก็กำลังปีเซส่งจุ่มนุ้ยบรรทอนผู้เกตตัวเพลงจบไฮปางชิ้นยางขยมโยโปรมแต่สดับเอาฉบับนานิกรอนแต่ชูโตสันเตบาโลกหินชลิดเอาการรถสหปอนหนึ่งตามประมาณโลกดอตี้บรรจบให้กัดโลกจีกองมันคานรถหินเฟอร์หินตัวไฮไอขยมเตอร์รถเนี่ยแต่งออกนี่ช่วยลงจำในตีนี้บันทึกเซนเตอร์ขยมเตอร์มวยเพลทหนึ่งตลอดมาเวงตุบเลงจบไฮดอกถอยลื่นกาปีประชิจุนคือกอดรถเทียนซ้ำแต่ซอกชิ้นยางผู้กะสำนอลไอเฮียนออกหลบผ่องอำนาจบอมเพลทบอมพลายออกกุนโลปูโลกประเทศชินออกกุนโลกคลังนะเพื่อจีออกกุนเมนวิรบรออกกุนแต่บ้านช่วยสังครูปูยังคือโลกประเทศชินยังกอดบ้านช่วยปูยังไฮออกกุนโลกมาจากชินยังโลกจีเทวดาได้สร้างดับบอลสวัสดิภาพยังไฮคือกอดหนึ่งไฮอัมบันไม่เนมกเฟียกอดสำหรับตบเตวะแต่มันเนี่ยไอมองกอดจีวิรบรมนุษย์โดยกอดไม่ไอเตรเกกัดโตเตอร์โลกใส่สมาชิกสภาโลกใส่เคยระบายกาหายตาบางขมิ้นชินอย่างเตดับบอลสวัสดิภาพเป็นนิคลายจีเพบัตเตอร์หายขยมดำนางเอาประชิจุนดับบอลโซนปรามใบปรามแต่งออสมอังวอโลกใส่พิจารณากัดกระไดชินอย่างหลังเวงเตอร์หายดอกกาเจ้าประกันเตอร์วิรบรขมิ้นกับฮอเตสแนปแต่งออกเนียชินอย่างตู้โลกจีเนตโตไฮมีนสกุลเลิกนิกระไดแต่ตู้ได้โลกสำหรับประเทศดับบอลจีซาเทรณะคือมีนโพสตังฉบับนะโลกใส่สมาชิกสภาสกุลคือสกุลกลมฮอกคือกลมฮอกฉบับมันยกโยเตบ้านเนี่ยน่าก็อายุกุลหมกเลียงบาบานตาฉบับสหปอนตกเถื่อไว้เตอโลกใส่มันบัดนิเยจรานเตบางขยมตลอดหมกเวงไฮคือหมกตัวกากระไดหนังเองจนจบเจ้าชินยางประชังฉบับสหปอนจีซาเทรณะสำหรับมันเตรจวนขปูมีนโตประหาชีวิตมันอาจเลิกเลงบานลอยปนใต้ดาวยกโยดอสกุลได้ช่วยกาปีดับบอลสวัสดิภาพเลิกนี่กรมปรึกษากลมปูสำหรับทายกสกุลลบกลมฮอตัวกลมฮอปีม้วนเตรบ้านเป็นจอบเตรมนี่ละออนะชิ้นยางหมกดาวไฮฮอชับอังกุยหมกชิ้นยางขยมกระทาโลกมีแหลกขณะสมบัติกรุบกรอนดำนางเอาประเทศลองไฮประเทศลองดับบอลสวัสดิภาพยืงมันแมนเกลลบบำบัดปีท่าประเทศยูไฮเตไอลบบำบัดปีท่าประเทศเจ้าให้ไอดับบอลสวัสดิภาพยืงกันแต่รุมตัวเตอไอดับบอลขังเล็กใบจีกันแต่ทมเตอเตอไฮการประกวดประเจนขี้ระวิงมนุษย์คือมันได้บรรจบเต
សំបីតែពេលនេះពេលដែលមនុស្សជាតិចិត្តដាច់ពូជទៅហើយក្តីសមិទ្ធឈិនយ៉ាងប្រទេសឡុងត្រូវការលោកហើយឈិនយ៉ាងការប្រកួតរួមគ្នារបស់តំបន់សុវត្ថិភាពមនុស្សជាតិនឹងចាប់ផ្ដើមនៅ3ថ្ងៃទៀតនេះជាការប្រកួតកំពូលចុងក្រោយរបស់មនុស្សជាតិហើយចំណាត់ថ្នាក់កំណត់ពីការបែងចែកធនធានសិទ្ធិពង្រីកតំបន់សុវត្ថិភាពសំបីតែអំណាចក្នុងការសម្រេចជោគវាសនាមនុស្សជាតិនិយាយឲ្យខ្លីទៅយើងត្រូវការលោកតើខ្ញុំតំណាងឲ្យត្រឹមតំបន់085ឬតំណាងឲ្យប្រទេសឡុងទាំងមូលប្រទេសឡុងទាំងមូលជិត100ឆ្នាំមកនេះយើងចាញ់រហូតត្រូវពួកលោកខាងលិចសាច់ចំអកគេកេងប្រវ័ញ្ចធនធានហើយតំបន់យើងក៏រួមតូចទៅលោកគឺជាក្តីសង្ឃឹមចុងក្រោយរបស់យើងហើយឈិនយ៉ាងប្រជាជនក្នុងតំបន់សុវត្ថិភាពនិងអ្នកប្រយុទ្ធជួរមុខសុទ្ធតែសម្លឹងមកលោកហើយយើងមិនសុំដល់ជើងឯកទេសុំត្រឹមតែកុំឲ្យប្រទេសឡុងបាក់មុខទៅបានហើយបានខ្ញុំមិនត្រឹមតែការពីគិតយោទេតែខ្ញុំនឹងយកលេខ1ឲ្យបានលោកប្រធានឈិនកម្ពុជាអ្នកប្រយុទ្ធប្រមូលផ្ដុំគ្នាអស់ហើយអាដាមនិងអ៊ីវ៉ានមកពីតំបន់ខាងលិចសុទ្ធតែជាកម្រិតកម្ពុជាលោកត្រូវតែប្រយ័ត្នណាស់ប្រយ័ត្នខ្ញុំបារម្ភតែពួកគេទប់ទល់ខ្ញុំមិនបានមួយក្បាច់ផងអាត្រងោចេញពីតំបន់អនិថាហ៊ានមកចូលរួមការប្រកួតពិភពលោកដែរមើលទៅស្រុកឯងអស់មនុស្សហើយមែនទេយល់ថាឯងសម្លាប់បានទេវៈកម្រិតទាប៉ុន្មានក្បាលក៏ធ្វើរៀងអួតសរសើរខ្លួនឯងមកនៅតំបន់ខាងលិចយើងស្នាដៃប៉ុណ្ណឹងក្មេង3ឆ្នាំក៏អាចធ្វើបានដែរវើយអាពួកប្រទេសឡុងទុនខ្សោយ100ឆ្នាំនឹងលើកនេះច្បាស់ជាចាញ់ទៀតហើយឆាប់ត្រឡប់ទៅផ្ទះវិញទៅកុំឲ្យខាត់កន្លែងប្រកួតអីមាត់រឹងគ្មានប្រយោជន៍ទេជួបគ្នាចុងក្រោយបានត្រឹមជាអាល្ងងអួតក្អេងក្អាងតើសំបីតែកិច្ចក៏មិនចេះកិច្ចផងស្អីគេមនុស្សទៅណាហើយហេះយឺតណាស់ហ្មងអាហា1 2 3ឈិនយ៉ាងមកពីប្រទេសណាជាអ្នកឈ្នះហើយពួកយើងឈ្នះហើយវើយឈ្នះបាត់ត្រឹមតែមួយក្បាច់សោះតែមួយក្បាច់គត់លោកប្រធានឈិនជីយ៉ូប្រទេសណាជីយ៉ូអ្នកបន្ទាប់ចូលមកអ្នកបន្ទាប់ក្អេងក្អាងពេកហើយវើយវានឹកស្មានថាវាជាស្អីគេគ្រាន់តែវាអាភ្លើតូនីឈ្នះសោះនឹងស្មានតែខ្លួនឯងខ្លាំងគ្មានគូប្រៀបមែនបាកាត្រឹមតែអាមនុស្សប្រទេសងាកសោះកុំក្អេងក្អាងពេកអញប្រាប់ឲ្យហើយចាំអញជាអ្នកបង្រៀនឯងមិននឹងអាចទៅរួចទៅមួយក្បាច់ទៀតហើយវាជាបេសាយស្អីគេឲ្យប្រកាសទៅសំបីតែក្បាច់ដកដៅរបស់ប្រទេសជប៉ុនក៏បញ្ចេញមិនទាន់ផងស៊ីបាប្រទេសដំបងយ៉ាយើងខ្លាំងគ្មានគូប្រៀបវើយអាចឆ្លើយឯងមិនព្រមលើកជង្គង់ចុះចាញ់ព្រៀងទេឈ្នះទៀតហើយខខ្លាំងពេកហើយដឹងនេះជាកីឡាករប្រទេសណាកយើងមែនចុះប្រទេសណាកយើងមានឱកាសចូល top 10អត់ខ្សោយណាស់ខ្សោយពេកហើយយល់ល្អពួកឯងចូលមកម្ដងទាំងអស់គ្នាមកខ្ញុំចង់វាយ10នាក់មករាប់រយឆ្នាំហើយទីបំផុតប្រទេសនាកយើងមានមនុស្សខ្លាំងលោកប្រធាន10នាក់ហើយលោកជាព្រះរបស់ប្រទេសនាកយើងពួកយើងលែងត្រូវពួកវាធ្វើបាបទៀតហើយឈិនយ៉ាងកុំក្អេងក្អាងពេកអញសុំលបងជាមួយឯងមើលឯងក៏មិនអស់ចាប៉ុន្មានដែរចង់ងាប់មែនព្រះរន្ទះចុះមករន្ទះរបស់ឯងមិនទាន់សាហាវស្មើនឹងកូនប្រដាប់ក្មេងលេងព្រះរបស់ឯងផងព្រមចុះចាញ់ឬក៏ចង់ងាប់ខ្ញុំព្រមចុះចាញ់ហើយឈ្នះជាប់គ្នាកីឡាករឈិនយ៉ាងទទួលបានជ័យជំនះបន្តទៅវគ្គផ្ដាច់ព្រាត់អញនឹងហែកសាច់ឯងដោយផ្ទាល់ដៃឈិនយ៉ាងគេជាកម្ពុជាអ្នកខ្លាំងប្រចាំតំបន់ភាគខាងលិចឋានៈរបស់គេគឺទុនកម្មព្រះកម្រិតកម្ពុជានៃថ្នាក់អស្ចារ្យគេធ្លាប់សម្លាប់ព្រះកម្រិតខ្ពស់ទៀតផងវិធីសាស្ត្ររបស់គេគឺសាហាវខូខើខ្លាំងណាស់នៅពីក្រោយគេមានការគ្រប់គ្រងពីថ្នាក់ដឹកនាំសហព័ន្ធការប្រកួតលើកនេះគេប្រកាសជាចង់ឈ្នះដាច់ខាតឈិនយ៉ាងសមត្ថភាពរបស់អាដាមខ្លាំងជាងអ៊ីវ៉ាន់មិនក្រោម3ដងទេហាម twist ប្រហែសឲ្យសោះណាអាមួយនេះដើម្បីតែឈ្នះល្បិចស្មោកគ្រោកអីក៏វាហ៊ានប្រើដែរល្បិចស្មោកគ្រោកហេនៅចំពោះមុខភាពខ្លាំងពិតប្រាកដរាល់ល្បិចក៏ទាំងអស់សុទ្ធតែប្រយោជន៍វគ្គផ្ដាច់ព្រាត់ថ្ងៃស្អែកខ្ញុំនឹងបង្ហាញឲ្យពិភពលោកបានដឹងថាប្រទេសណាយើងទើបជាឆ្អឹងក្នុងពិតប្រាកដរបស់មនុស្សជាតិលោកឈិនមិនស្រួលទេអាដាមវាស្រែកក្តែងនៅខាងក្រៅវាថាវានឹងវាកាច់ដៃកាច់ជើងលោកនៅលើសង្វៀនដើម្បីឲ្យប្រទេសនាកយើងងើបមុខលេងរួចរហូតមកល្អតាខ្ញុំចាំមើលអាចឆ្កែអានេះថាចេញពីតំបន់អនាធិបតេយ្យថ្ងៃស្អែកអញនឹងឲ្យឯងដឹងតខ្លួនថាគម្លាតពិតប្រាកដវាជាស្អីចាំទុកទៅប្រទេសនាករបស់ពួកឯងជារៀងរហូតបានត្រឹមតែជាកូនអុករបស់លោកខាងលិចហេថ្ងៃស្អែកអញនឹងជន់ឯងឲ្យស្លាប់ដូចជន់ស្រមោចមួយក្បាលអញ្ចឹងដើម្បីឲ្យពិភពលោកបានឃើញច្បាស់អាចដែលហៅថាមនុស្សពូកែរបស់លោកខាងលិចឯងវាគ្រាន់តែជាសម្រាប់ប៉ុណ្ណោះឯងហ៊ានប៉ះអញសហព័ន្ធមិនលើកលែងឲ្យឯងទេវើយថ្ងៃស្អែកនៅលើសង្វៀនអញមិនត្រឹមតែប៉ះឯងទេអញនឹងយកឈ្នះឯងទៀតផងការប្រកួតវគ្គផ្ដាច់ព្រាត់នៃកម្មវិធីប្រកួតកម្ពុជាអ្នកខ្លាំងទូទាំងពិភពលោកតំណាងប្រទេសណាចាប់ផ្ដើមឥឡូវនេះជាមួយតំណាងសហព័ន្ធលោកខាងលិចអាដាមអ្នកឈ្នះនឹងទទួលបានសិទ្ធិបែងចែកធនធានកម្រិតខ្ពស់បំផុតនៅលើពិភពលោកសម្រាប់ទទួលបាននេះជាមេដឹកនាំកម្ពុជារបស់មនុស្សជាតិផងដែរធម្មពលទុនកម្មព្រះបើកដំណើរការឈិនយ៉ាងថ្ងៃនេះអញនឹងប្រើឈ្មោះព្រះបោះសម្អាតអាសត្វចម្លែកមកពីទីខាងកើតដូចជាឯងទុនកម្មព្រះហេនៅចំពោះមុខអញសំបីតែព្រះពិតប្រាកដក៏អញអាចលេបត្របាក់បានដែរចុះទម្រាំតែធម្មពលព្រះខ្លាំងខ្លាយកម្រិតទាបរបស់ឯងនេះចង់ងាប់មែនក្បាច់ទុនកម្មព្រះកាត់ផ្ដាច់មេឃាក្បាច់អ្នកប្រយុទ្ធកំណាច់បើធម្មពលពេញទំហឹងលោកឈិនយ៉ាងស៊ូវាឲ្យខ្ទេចឆ្មងទៅលោកអាដាមហែកសាច់វាទៅឲ្យវាដឹងថាអ្នកជាពិតប្រាកដលោកទៅតែទុកឲ្យចប់ណាហាឃើញនៅយ៉ាងណាមិញឯងគ្រាន់តែជាមនុស្សធម្មតាតើចំណែកឯងគឺជាមនុស្សដែលព្រះបានជ្រើសរើសគឺជាអ្នកដែលត្រូវមកគ្រប់គ្រងអ្វីទាំងអស់មនុស្សធម្មតាហេល្អតើថ្ងៃនេះអញនឹងឲ្យឯងមើលឲ្យច្បាស់ថាមនុស្សធម្មតាសម្លាប់ព្រះដោយរបៀបណាមនុស្សធម្មតាអ្នកស៊ីព្រះអាចលេបត្របាក់ធម្មពលនៃអ្វីទាំងអស់ទុនកម្មព្រះរបស់ឯងនេះក៏មិនលើកលែងដែរ
ទេមិនអាចទេមិនក៏អាចស្រុកធម្មពលទុនកម្មទេវតារបស់យើងបានអញ្ចឹងនេះជាធម្មពលរបស់ព្រះណារបាំងទុនកម្មទេវតាចប់ត្រឹមនឹងហើយចុះចាញ់ឬក៏ចង់ងាប់ខ្ញុំព្រមចាញ់ហើយម្ចាស់ជើងឯកម្ចាស់ជើងឯកវគ្គផ្ដាច់ព្រាត់នៃព្រឹត្តិការណ៍ប្រកួតកម្ពុជាមនុស្សគឺបានទៅលើឈិនយ៉ាងខេនយ៉ាងមកពីប្រទេសអ្នកពួកយើងជាម្ចាស់ជើងឯកហើយពួកយើងឈ្នះហើយវើយជាវលោកឈិនយ៉ាងភាពអាម៉ាស់របស់ប្រទេសណាកយើងថ្ងៃនេះត្រូវបានលុបលាងស្អាតហើយខ្ញុំសូមប្រកាសថាចាប់ពីថ្ងៃនេះទៅប្រទេសនាគយើងលែងឲ្យអ្នកណាមកជិះជាន់បានទៀតហើយឈិនយ៉ាងបងត្រឡប់មកវិញហើយបងពិតជាធ្វើបានមែនពូឈិនពូគឺជាវីរបុរសធំហ្មងសៀវយីមានមោទនភាពចំពោះពូណាស់ឈិនយ៉ាងអញគឺជាមោទនភាពរបស់តំបន់សុវត្ថិភាព035យើងហើយក៏ជាមោទនភាពរបស់ប្រទេសនាគទាំងមូលដែរជាវលោកម្ចាស់ឈិនជាវប្រទេសនាគអរគុណលោកម្ចាស់ឈិនណាស់ដែលបានដណ្ដើមធនធានបន្តជីវិតសម្រាប់ពួកយើងឈិនយ៉ាងរបស់ដែលលោកដណ្ដើមបានគឺច្រើនជាងការគិតទៅទៀតចំណែកធនធានរបស់ប្រទេសណាគគឺការឡើងទ្វេដងហើយផែនការពង្រីកតំបន់សុវត្ថិភាពនឹងចាប់ផ្ដើមភ្លាមតែម្ដងបងប្អូនយើងរាប់មិនអស់នឹងត្រូវបានសង្គ្រោះអ្នកទាំងអស់គ្នាឆាប់ក្រោកឡើងខ្ញុំមិនមែនជាវីរបុរសអីទេខ្ញុំគ្រាន់តែធ្វើរឿងដែលខ្ញុំគួរធ្វើប៉ុណ្ណោះការពារប្រទេសនាគការពារមនុស្សជាតិគឺជាតួនាទីរបស់ខ្ញុំក្លិនអាយទេវតានេះក្រាស់ឃ្មឹកតែម្ដងរីកាមានអាសន្ននៅក្រៅតំបន់សុវត្ថិភាពមានរលកទេវតាបំបុកមួយយ៉ាងធំចំនួនច្រើនជាងលើកមុនដល់ទៅ10ដងថែមទាំងមានទេវតាកម្រិតខ្ពស់រាប់មិនអស់ទៀតមិននឹងអាចទៅរួចរលកទេវតាលើកមុនទើបតែផុតទៅសោះមិនក៏មកលឿនម្លេះម្យ៉ាងទៀតទំហំលើកនេះគឺធំមែនទែនមិនត្រូវទេតាមព័ត៌មានដែលទទួលបានពួកទេវតាទាំងនេះហាក់ដូចជាមានគេបញ្ជាមកអញ្ចឹងគោលដៅរបស់ពួកវាសម្ដៅមកតំបន់សុវត្ថិភាពទាំងអស់របស់ប្រទេសណាកយើងតែម្ដងចំណែកតំបន់ផ្សេងទៀតមានរលកទេវតាតិចតួចបំផុតរឿងនេះខុសប្រក្រតីណាស់លោកប្រធានរលកទេវតាលើកនេះមិនមែនកើតឡើងតាមធម្មជាតិទេវាដូចជាការវាយប្រហារដែលមានការរៀបចំទុកជាមុនអញ្ចឹងស្ដាប់បញ្ជាខ្ញុំអ្នកចម្បាំងទាំងអស់ប្រមូលផ្ដុំគ្នានៅកំពែងក្រុងភ្លាមបើកប្រព័ន្ធការពារទាំងអស់ប្រជាជនទាំងអស់ចូលទៅទីជម្រកក្រំដីឥឡូវនេះមិនមែនជារលកទេវតាធម្មតាទេវាគឺជាសង្គ្រាមឈិនយ៉ាងខ្ញុំទៅជាមួយលោកដែរខ្ញុំមានជំនាញព្យាបាលខ្ញុំអាចជួយបានណាភារកិច្ចរបស់នាងសំខាន់ជាងនេះទៅទៀតនៅទីនេះការពារប្រជាជនយើងទៅរងចាំខ្ញុំត្រឡប់មកវិញចុះឈិនយ៉ាងមួយឆ្នាំក្រោយមកទប់លេងជាប់ហើយវើយខ្សែការពារចិត្តបែកហើយសូមជំនួយបន្ទាន់មនុស្សជាតិពិតជាអស់សង្ឃឹមមែនឬលោកម្ចាស់ឈិនមកដល់ហើយគឺលោកម្ចាស់ឈិននឹងហើយលោកម្ចាស់ឈិនមកហើយបងប្អូនវាបកវិញតាមលោកម្ចាស់ឈិនសម្រាប់ពួកវាទៅលោកម្ចាស់ឈិនអរគុណលោកម្ចាស់ដែលបានការពារពួកយើងពេញមួយឆ្នាំនេះបើគ្មានលោកទេមនុស្សជាតិប្រកាសជាវិនាសបាត់ទៅហើយក្នុងការប្រកួតលើកមុនខ្ញុំវីរពេកសមត្ថភាពរបស់លោកម្ចាស់ខ្លាំងរកគិតស្មានមិនដល់ហ្មងលោកគឺជាក្តីសង្ឃឹមតែមួយគត់របស់មនុស្សជាតិយើងហើយមិនហ៊ានគិតទេបើសិនជាគ្មានលោកម្ចាស់ឈិនទេពួកយើងច្បាស់ជាចូលពោះពួកទេវតាអស់បាត់ហើយរលកទេវតាលើកនេះគួរឲ្យខ្លាចពេកហើយទេវតាកម្រិតខ្ពស់និងទេវតាកន្លះមនុស្សលេចមុខមកជាបន្តបើជាអ្នកផ្សេងច្បាស់ជាទប់មិនជាប់ទេទេវតាកម្រិតខ្ពស់ដែលលោកម្ចាស់ឈិនសម្លាប់តែម្នាក់ឯងច្រើនជាងអ្នកចម្បាំងទូទាំងពិភពលោកបូកចូលគ្នាទៅទៀតលោកគឺជាអ្នកសង្គ្រោះមនុស្សជាតិពិតប្រាកដមកមួយឆ្នាំនេះខ្ញុំសម្លាប់ទេវតាអស់រាប់មិនអស់តែរលកទេវតាមិនត្រឹមតែមិនថយចុះទេថែមទាំងកាន់តែខ្លាំងឡើងទៀតការវាយប្រហាររាល់ដងគឺមានល្បិចច្បាស់លាស់ហាក់ដូចជាមានអ្នកបញ្ជានៅពីក្រោយអញ្ចឹងនេះដាច់ខាត់មិនមែនជាការបះបោរតាមធម្មជាតិរបស់ពួកវាទេនៅពីក្រោយរឿងនេះច្បាស់ជាមានបញ្ហាហើយលោកម្ចាស់ឈិនមានរឿងហើយនៅខាងមុខមានរឿងខុសប្រក្រតីធំណាស់ភ័យស្អីនិយាយឲ្យច្បាស់មើលពួកកងទ័ពទេវតាមិនព្រមដកថយទេពួកវាកំពុងរៀបចំក្បួនទ័ពនិងវាយប្រហារជាបន្តសូម្បីតែចេះប្រើល្បិចវាយឆ្មក់តាមចំហៀងយើងទៀតផងថាម៉េចសត្វចម្លែកទាំងនោះចេះយុទ្ធសាស្ត្រពីអង្ការមិនអាចទេពួកវាគ្រាន់តែជាសត្វសាហាវអត់ខួរនឹងរឿងនេះមិននឹងអាចទៅរួចអញ្ចឹងពួកទេវតាធ្លាប់តែវាយប្រហារគ្មានសណ្ដាប់ធ្នាប់សោះមិនក៏ចេះយុទ្ធសាស្ត្រច្បាស់លាស់អញ្ចឹងវាមានវិន័យតឹងរឹងជាងកងទ័ពមនុស្សយើងទៅទៀតឈិនយ៉ាងរលកទេវតាលើកនេះពិតជាមានបញ្ញាមែននៅពីក្រោយពួកវាច្បាស់ជាមានកំពូលមេខ្លោងដែលកំពុងបញ្ជារឿងទាំងអស់នេះហើយចាប់តាំងពីខ្ញុំឆ្លងភពមកទីនេះព្រះអាទិត្យត្រូវបានពួកទេវតាលេបត្របាក់មនុស្សជាតិក៏ធ្លាក់ចូលក្នុងយុគសម័យវិនាសកម្មរហូតមកដល់ពេលនេះពួកទេវតាចាប់ផ្ដើមវាយប្រហារដោយមានការរៀបចំរឿងគ្រប់យ៉ាងគឺស៊ីសង្វាក់គ្នាទាំងអស់អទេវតាដែលលេបព្រះអាទិត្យនោះវាទើបជាមេខ្លោងពិតប្រាកដកាច់ចង្កូតពីក្រោយគឺជាវាជាអ្នកណាឈិនយ៉ាងតាមពិតលោកបានឃើញអីទៅនៅថ្ងៃដំបូងដែលខ្ញុំឆ្លងភពមកទីនេះខ្ញុំបានឃើញផ្ទាល់ភ្នែកអាមួយដែលលេបត្របាក់ព្រះអាទិត្យនោះគឺទេវតាបក្សីខ្មៅគឺជាវានឹងហើយនៅពេលដែលខ្ញុំឆ្លងភពមកឃើញវាភ្លាមអាទេវតាបក្សីខ្មៅដែលលេបព្រះអាទិត្យនឹងវានៅរស់នៅឡើយទេហើយថែមទាំងភ្ញាក់ឡើងទៀតផងនោះជាស្អីគេទៅមេឃប្រេះឃ្លីហើយចប់ហើយវើយចប់ពិតមែនហើយនេះជាសត្វចម្លែកស្អីទៅនៅចំពោះមុខអាមួយនេះពួកយើងសំបីតែស្រមោចក៏មិនស្មើផងមនុស្សជាតិ
ពិតជាដល់ថ្ងៃវិនិច្ឆ័យមែនហើយលេបត្របាក់ព្រះអាទិត្យរបស់ពួកឯងវាមិនខុសអីពីអាហារសម្រន់មុនពេលយើងភ្ញាក់ពីដំណេកនោះទេថ្ងៃនេះយើងចុះមកទីនេះគឺដើម្បីប្រកាសពីថ្ងៃអវសានរបស់មនុស្សជាតិយើងនឹងធ្វើឲ្យពាក្យថាមនុស្សជាតិនេះរលាយបាត់ពីពិភពលោកនេះទាំងស្រុងហ្មងរលាយបាត់ពីពិភពលោកនេះទាំងស្រុងហ្មងលោកធំឈៀនគាត់នៅតែអាចក្រោកឈរបានទៀតហ៎អូសត្វល្អិតដែលរឹងមាំបន្តិចតើគឺឯងជាអ្នកអបមើលយើងអំបាញ់មិញនេះគឺឯងជាអ្នកស៊ីព្រះអាទិត្យរបស់ពួកយើងមែនទេបើមែនចុះយ៉ាងម៉េចនោះជាកិត្តិយសរបស់ពួកឯងហើយថ្ងៃនេះឯងនឹងធ្វើឲ្យឯងខ្ជាក់វាចេញមកវិញឲ្យអស់ហ្មងពេញលើឯងនឹងហៅចង់មកកន្ត្រាក់ព្រះជាម្ចាស់នោះពិតជាល្ងងគួរឲ្យស្រឡាញ់មែនពួកមនុស្សដ៏តូចទាបឲ្យថ្ងៃអវសានរបស់ពួកឯងមកដល់ហើយវើយព្រះម្ចាស់យើងបានភ្ញាក់ឡើងហើយពិភពលោកមួយនេះនឹងត្រូវបដូរម្ចាស់ថ្មីហើយថ្ងៃនេះពួកយើងនឹងកំទេចតំបន់សុវត្ថិភាពរបស់ពួកឯងឲ្យខ្ទេចគ្មានសល់យកសាច់ឈាមដ៏ថោកទាបរបស់ពួកឯងធ្វើជាកាដូអបអរការភ្ញាក់ឡើងរបស់ព្រះម្ចាស់យើងកងទ័ពពាក់កណ្ដាលទេវតាមួយសុទ្ធតែមានថាមពលកម្រិតកំពូលចប់ហើយពួកយើងទប់ទល់អត់ជាប់ទេព្រះអើយទេឥឡូវគ្មានព្រះទៀតទេតើមនុស្សជាតិពិតជាត្រូវផុតពូជមែនឬចង់បំផ្លាញមនុស្សជាតិហ៎បានតើជន់សាកសពេញសិនទៅវើយនេះហើយជាធម្មពលពិតរបស់អញលេបត្របាក់ព្រះការពារមនុស្សជាតិអ្នកមានធម្មពលទាំងអស់ស្ដាប់បញ្ជាអញនៅពីក្រោយពួកយើងគឺឪពុកម្ដាយប្រពន្ធកូននិងជីវទេចុងក្រោយរបស់មនុស្សជាតិមានផ្លូវថយទៀតទេតាមអញទៅសម្លាប់សត្រូវការពារមនុស្សជាតិតតែស្លាប់រៀងខ្លួនវើយតតែស្លាប់រៀងខ្លួនវើយមនុស្សជាតិមិនធ្វើជាទាសក្រែងដាច់ខាតដើម្បីមនុស្សជាតិឈិនហ្វឹងឯងឃើញទេមិត្តរួមសមរភូមិបងប្អូនយើងកំពុងបូជាជីវិតការពារផ្ទះមួយនេះហើយមិនទាន់គ្រប់ទេនៅមិនទាន់គ្រប់ទេស៊ីកាន់តែច្រើនអញកាន់តែខ្លាំងត្រូវតែលឿនជាងនេះហ្មងត្រូវតែខ្លាយជាខ្លាំងជាងមុនពេលព្រះក្អែកខ្មៅចេញមកបំរះទៅអាសត្វល្អិតដ៏គួរឲ្យអាណិតពួកឯងកាន់តែបំរះពេលសេចក្តីស្លាប់មកដល់ភាពអស់សង្ឃឹមនឹងវាកាន់តែផ្អែមល្ហែមហ្មងរៀងគួរឲ្យចាប់អារម្មណ៍ដែរអញ្ចឹងចាប់ផ្ដើមរលាយបាត់ពីឯងមុនគេទៅចុះកិច្ចលេងរួចហើយវើយជាងយ៉ាងឈៀងយ៉ាងឯងត្រូវតែរស់បន្តទៀតណាសត្វល្អិតមួយក្បាលទៀតហើយរកងាប់ខ្លួនឯងតើធម្មពលនេះឈៀងយ៉ាងគេកំពុងតែវិវត្តហើយគេកំពុងដុតបំផ្លាញជីវិតខ្លួនឯងហើយតើឯងគួរតែញាប់បាត់ទៅមិនស្គាល់ស្លាប់រស់ងាប់ទៅអាសត្វល្អិតឯងពិតជាធ្វើឲ្យយើងខឹងមែនទែនហើយអាមនុស្សសាមញ្ញឯងហ៊ានមករករឿងស្ដេចព្រះផងហ៎រកងាប់មែនឯងលេបត្របាក់ព្រះអាទិត្យសម្រាប់ជីវិតស្លូតត្រង់ឯងមិនស័ក្តិសមជាព្រះតតែសោះថ្ងៃនេះអញនឹងធ្វើតាមបញ្ជាសូករាបណ្ដេញភាពងឹតរបស់ឯងឲ្យអស់ប្រហែលម្លេះយើងជាស្ដេចព្រះឯងត្រឹមជាមនុស្សសាមញ្ញសោះអាចសម្លាប់យើងបានដោយរបៀបណាព្រះកាចេញពីចិត្តក្នុងចិត្តឯងមានតែការបំភ្លេចបំផ្លាញអញ្ចឹងឯងលែងជាព្រះទៀតហើយឯងជាបិសាចទទួលយកសេចក្តីស្លាប់ទៅទេមិនអាចទេហេតុអីយើងសង្កត់គេលែងចុះអញ្ចឹងយើងឲ្យឯងមើលពីគម្លាតពិតប្រាកដរវាងមនុស្សនិងព្រះស្អីគេហាកម្លាំងឯងពិតជាខ្លាំងមែនតែពេលនេះវាជារបស់យើងហើយរួមទាំងក្តីសង្ឃឹមនិងឆន្ទៈរបស់ឯងយើងនឹងលេបត្របាក់វាឲ្យអស់រលីងហ្មងទេលោកធំឈៀនបោះបង់ទៅអាមនុស្សសាមញ្ញ
ឆន្ទៈនិងធម៌ពលរបស់ឯងនឹងคล้ายជាចំណីរបស់អញទាំងអស់កម្លាំងរបស់ឯងនឹងคล้ายជាចំណីរបស់ឯងមនុស្សលោកឯងកែតអីអញសើចឯងនឹងហើយហ៊ានមកប្រកួតលេបត្របាក់ជាមួយអញផងគួរឲ្យចង់សើចមែនទែនកម្លាំងរបស់ឯងសម្រាប់អញវាគ្រាន់តែជាថ្នាំពៅតែប៉ុណ្ណោះស្អីគេឯងកំពុងស្រូបកម្លាំងអញមិនអាចទៅរួចទេស្រូបយកកម្លាំងទេវតារបស់វាអញក៏ចិត្តខ្លាចជាទេវតាដែរហើយខ្ញុំមិនមែនកើតមកជាទេវតាទេតែខ្ញុំប្រយុទ្ធដើម្បីមនុស្សជាតិកើតមកដើម្បីការពារនេះហើយជាឋានៈទេវតារបស់ខ្ញុំលំពេងពីឃាតទេវតាកម្ពុជាក្នុងនាមមនុស្សជាតិកំចាត់ភាពងឹតអស់ទេមិនអាចទេអញជាស្ដេចនៃទេវតាអញមិនសុខចិត្តទេទេវតាលោកម្ចាស់ឈិនយ៉ាងខ្លាចជាទេវតាហើយពួកយើងរស់ហើយមនុស្សជាតិរស់ហើយអញនឹងត្រឡប់មកវិញភាពងឹតគ្មានថ្ងៃរលាយបាត់ឡើយឈ្នះហើយពួកយើងពិតជាឈ្នះមែនហើយព្រះអាទិត្យចេញមកហើយមើលទៅសូមស្វាគមន៍ទេវតាថ្មីសូមស្វាគមន៍ទេវតាថ្មីសូមស្វាគមន៍ទេវតាថ្មីខ្ញុំមិនមែនទេវតាទេខ្ញុំគ្រាន់តែជាអ្នកការពារមនុស្សជាតិឈិនយ៉ាងខ្ញុំគ្រាន់តែជាឈិនយ៉ាងអ្នកការពារមនុស្សជាតិគាត់មិនមែនទេវតាទេគាត់អស្ចារ្យជាងទេវតាទៅទៀតគាត់ជាអ្នកការពារមនុស្សជាតិយើងឈិនយ៉ាងយកលោកម្ចាស់ឈិនយ៉ាងមនុស្សជាតិអរគុណលោកម្ចាស់ឈិនដែលបានសង្គ្រោះពិភពលោកឈិនយ៉ាងបងធ្វើបានហើយបងពិតជាធ្វើបានមែនភាពងឹតរលាយបាត់ហើយព្រះអាទិត្យរះវិញហើយត្រឡប់មកវិញហើយពូឈិនព្រះអាទិត្យកក់ក្ដៅណាស់ថ្ងៃក្រោយពួកយើងលែងភ័យខ្លាចពួកទេវតាអាក្រក់នឹងទៀតហើយណោះនឹងហើយព្រះអាទិត្យរះវិញហើយតើលោកម្ចាស់ឈិនលោកគឺជាអ្នកសង្គ្រោះមនុស្សជាតិចាប់ពីពេលនេះទៅកងទ័ពសម្ព័ន្ធសេរីភាពនឹងដើរតាមលោកជារៀងរហូតអ្នកមានធម៌ពលដែលនៅរស់រានមានជីវិតជុំវិញពិភពលោកក៏ស្ម័គ្រចិត្តលើកលោកជាមេដឹកនាំតែមួយគត់ដែរសូមលោកដឹកនាំពួកយើងសាងសង់ភូមិស្រុកឡើងវិញល្អម្លេះដូចយល់សប្តិអញ្ចឹងវាមិនមែនជាការយល់សប្តិទេនេះជាអនាគតដែលពួកយើងវាយកមកដោយផ្ទាល់ដៃថ្ងៃក្រោយលែងមានរលកទេវតាទៀតហើយលែងមានសង្គ្រាមទៀតហើយត្រូវអត់ពួកយើងអាចរស់នៅយ៉ាងសុខសាន្តបែបនេះជារៀងរហូតបានហើយត្រូវហើយជារៀងរហូតឈិនវឹងអញឃើញអត់សន្តិភាពមកដល់ហើយផ្ទះរបស់ពួកយើងត្រឡប់មកវិញហើយសន្តិភាពដែលរកបានមកយ៉ាងលំបាកនេះបងនឹងយកជីវិតទៅការពារវាការពារទឹកដីមួយនេះការពារមនុស្សគ្រប់គ្នាការពារផ្ទះរបស់ពួកយើងនោះជាស្អីគេភ្នែកច្រឡំទេដឹងមានរឿងអីហ្នឹងគ្មានអីទេគ្រាន់តែមានអារម្មណ៍ថាសន្តិភាពនេះពិតជាស្រស់បំព្រងណាស់ឈិនយ៉ាងចាប់ពីថ្ងៃនេះទៅលោកគឺជាមេដឹកនាំសម្ព័ន្ធមនុស្សជាតិដឹកនាំអ្នកមានធម៌ពលជុំវិញពិភពលោកការពារសន្តិភាពលោកបំបត្តិការរើសអើងមនុស្សជាតិនិងសាមគ្គីគ្នាជារៀងរហូតទង់ជាតិមួយនេះធ្ងន់ជាងអ្វីដែលខ្ញុំគិតទុកទៅទៀតគោរពលោកមេដឹកនាំប្រព័ន្ធការពារផ្ទៃមេជុំវិញពិភពលោកបានបើកដំណើរការពេញលេញហើយខែធម្មពលអាចទប់ទល់នឹងការវាយប្រហារកម្រិតភពបានពួកយើងលែងខ្លាចពួកទេវតាមកវាយប្រហារទៀតហើយលោកមេដឹកនាំគម្រោងបែងចែកធនធានសកលបានដំណើរការយ៉ាងរលូនហើយតំបន់សុវត្ថិភាពនីមួយអាចផ្លាស់ប្ដូរទំនិញគ្នាលែងមានគ្រោះទុរភិក្សនិងភាពខ្វះខាតទៀតហើយអារីធមមនុស្សជាតិកំពុងស្ដារឡើងវិញក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមកមនុស្សជាតិលែងច្បាំងគ្នាឯងលែងបែកបាក់គ្នាទៀតហើយពួកយើងសាមគ្គីគ្នាជាធ្លុំមួយទើបអាចការពារជារៀងរហូតនៅសន្តិភាពដែលរកបានមកយ៉ាងលំបាកមួយនេះខ្ញុំឈិនយ៉ាងសូមស្ពឹះនៅទីនេះឲ្យតែខ្ញុំនៅមានដង្ហើមពូជពងមនុស្សជាតិនឹងគ្មានថ្ងៃរលត់ឡើយអ្វីគ្រប់យ៉ាងគឺចាប់ផ្ដើមចេញពីទីនេះហើយកំពុងគិតអីហ្នឹងកំពុងគិតថាពីអ្នកឆ្លងភពដែលគ្មានសល់អីសោះក្នុងតំបន់អានេះថារហូតក្លាយជាមេដឹកនាំមនុស្សជាតិនៅថ្ងៃនេះផ្លូវមួយនេះវាវែងឆ្ងាយណាស់បងធ្វើបានហើយបងបានធ្វើតាមការសន្យារបស់ខ្លួនឯងហើយការសន្យាបងគ្រាន់តែចាំថាបងមិនដែលភ្លេចពីឆន្ទៈដើមរបស់បងទេការពារអ្នកខ្សោយការពារយុទ្ធធម៌ការពារមនុស្សគ្រប់គ្នាដែលតស៊ូក្នុងភាពអស់សង្ឃឹមដូចជាបងពីមុនអញ្ចឹង
បងធ្វើបានហើយបងមិនត្រឹមតែការពារអូនការពារតំបន់សុវត្ថិភាពរបស់ពួកយើងទេតែបងបានការពារមនុស្សជាតិទាំងមូលសន្តិភាពមួយនេះមិនមែនជាស្នាដៃរបស់បងម្នាក់ឯងទេគឺមនុស្សជាតិទាំងអស់បដូរមកដោយឈាមនិងជីវិតបងនឹងថែរក្សានិងការពារវាជារៀងរហូត10 ឆ្នាំហើយឈិនយ៉ាងរាល់ថ្ងៃបងតែងតែសម្លឹងមើលផ្កាយលើមេឃតាមពិតបងកំពុងមើលអីហ្នឹងមើលសត្រូវរបស់ពួកយើងសត្រូវសង្គ្រាមវាមិនចប់បាត់ទៅហើយទេអីមនុស្សជាតិបានឈានចូលដល់យុគសម័យនេះទៅហើយតើចប់នេះគ្រាន់តែជាការផ្អាកសង្គ្រាមដ៏យូរមួយប៉ុណ្ណោះវាគ្នៅទីនោះកំពុងសម្លឹងមកពួកយើងចុះមិនក៏ពួកវាមិនវាប្រហារពួកយើងឥឡូវមកពីបងនៅរស់ពួកវាកំពុងរងចាំបងចាស់ចាំបងឈឺចាំបងខ្លាយជាធូលីដីទេវាមិនអាចទៅរួចទេគ្មានអីដែលថាមិនអាចទេរាងកាយជាមនុស្សលោកអាយុសង្ខារគង់តែមានថ្ងៃអស់តែពួកទេវតាមានអាយុកាលរាប់មិនអស់ពួកវាយកពេលវេលាធ្វើជាអាវុធពួកយើងប្រកួតមិនឈ្នះទេចុះយ៉ាងម៉េចអញ្ចឹងបងត្រូវតែនៅបែបនេះទាំងយប់ទាំងថ្ងៃម្នាក់ឯងរហូតដល់ថ្ងៃស្លាប់នឹងមែនទេបងមិនទុកឱកាសឲ្យពួកវាទេអូនមិនយល់ព្រមទេឈិនយ៉ាងបងមិនអាចធ្វើបែបនេះបានទេបងការពារពិភពលោកចុះអ្នកណាជាអ្នកការពារបងពេលបងដេកនៅក្នុងនោះពិភពលោកនឹងការពារបងនេះមានន័យថាម៉េចបងនឹងផ្សារភ្ជាប់ខ្លួនឯងបញ្ឈប់ជីវិតនិងធម៌ពលរបស់បងត្រឹមពេលនេះរងចាំពេលដែលមនុស្សលោកស្រែកហៅឈ្មោះបងម្ដងទៀតបងនឹងលេចមុខមកជួយលោកកាចុះឲ្យអូនរស់យ៉ាងម៉េចដែលគ្មានបងតើឲ្យអូនរស់យ៉ាងម៉េចទៅជួយមើលពិភពលោកមួយនេះជំនួសបងផងកុំភ្លេចបងចោលទៅហើយរស់នៅឲ្យបានល្អណាឈិនយ៉ាងលីហើយយីវើយអូននឹងចាំបងទោះយូរប៉ុណ្ណាក៏ដោយក៏អូននឹងចាំបងត្រឡប់មកវិញដែរ